ទីនេះជាផ្ទះតកូលធំម្ចាស់ខ្លួនដើមរានសានីងពឹងផ្សាយឲ្យមកពីជនបទត្រូវគេមើលងាយជាប់ឆ្លៀងឥឡូវនេះត្រឡប់ចូលទៅអូនណាគ្រប់គ្នាសុទ្ធតែចាំមើលងាយនេះដូចជាមើលងាយកិត្តិយសខ្ញុំច្បាស់ណាស់តែរៀនការងារជារបស់ខ្ញុំហើយខ្ញុំនឹងធ្វើឲ្យនាងមានជីវិតដូចជាព្រះនាងធំដូចជាខ្ញុំមនុស្សមកពីជនបទស្រុកស្រែធ្វើដូចជាមិនដែលស្គាល់លោកអញ្ចឹងនីងនេះគឺជាម៉ាក់ណាតែម៉ាក់សុយ៉ាមើលកូនមានត្រូវត្រង់ណាទេតាអីទេកូនមកឆាប់គួរចុះទៅម៉ាក់សុំមិនតិចមើលនេះជាទីយាតខ្លាំងៗដែលបន្លំធ្វើជាខ្ញុំមែនទេខ្សែភ្នែកបានតែប៉ុណ្ណឹងប្រវត្តិតខ្លួនមិនមានអ្វីតសោះលោកប៉ាសានេះគឺរស់នៅខាងក្រៅច្រើនឆ្នាំហើយគ្មានមនុស្សអប់រំខ្ញុំអប់រំតែខ្លួនឯងខ្ញុំមិនធ្វើឲ្យលោកប៉ាបាក់មុខទេគ្រាន់តែជាក្មេងជនបទមិនបាច់ទទួលមរតកក៏បានដែរនៅតែក្នុងផ្ទះល្អជាងទៀតហ្នឹងចាស់តុងកំពុងនិយាយក្មេងមិនគួរចូលជ្រែកទេអើយណែក្មេងជនបទទៅរៀនចរិតអត់គ្មានរីកចម្រើននេះមកពីកន្លែងណាមកថាបិទមាត់ព្រាមទៅពិតជាសំជាចៅស្រីត្រកូលណាន់ស្គាល់ពីចរិតអាចព្រាមបដៅបានសានីងវិលត្រឡប់ចូលត្រកូលវិញសូមលើកទឹកតែធ្វើការគោរព20ឆ្នាំកន្លងមកមិនបានមើលថែលោកតាសូមឲ្យលោកតាពិសាទឹកតែមួយកាយនេះឲ្យអភ័យទោសឲ្យចាស់ផងល្អឆ្លើយគ្មានកំណត់ថាទីឃើញតែផលប្រយោជន៍ចាប់ពីថ្ងៃស្អែកខ្ញុំនឹងរៀននិយាយដល់ខ្លួនឯងពិតជាក្មេងតែមានកំណត់ពិតមែនចាប់ពីថ្ងៃនេះទៅនាងគឺជាអ្នកនាងធំត្រកូលណាន់បើខ្វះខាតអ្វីប្រាប់មេផ្ទះឈិនទៅណាចាអរគុណលោកតាយើងគិតថាសាននីងមិនមែនជាក្មេងដែលមិនដឹងពីអេរិយាបថមិនបាច់ឲ្យទៅរៀនស្អីនោះទេថ្ងៃស្អែកនេះជាពិធីខួបកំណើតរបស់អ្នកស្រីហើកុំភ្លេចទៅជាមួយគ្នាដើម្បីបង្ហាញពីសាននីងជាសាធារណៈលោកតានឹងគឺតកូលហើយណាមានក្មេងសិក្សាខ្វះការសិក្សានេះចាស់ទុំកំពុងតែនិយាយគ្នាហាមក្មេងលូកមាត់ពិតជាគ្មានការអប់រំព្រៀនបដៅមែនទីនេះជីបន្ទប់របស់នាងកុំយករបស់ចម្លែកមកដាក់លើក្រែរបស់នៅលើតុត្រូវតែចាត់ចែងឲ្យត្រឹមត្រូវអ្នកស្រីតាំងចិត្តត្រៀមទុកឲ្យឯងណាយ៉ាងណាក៏ល្អជាបន្ទប់ក្បាក់ក្បាយរបស់ឯងនៅស្រុកស្រែនោះដែរស្រីជនរបស់ស្រុកស្រែដូចនាងនៅមករកភ្លើងចានទៀតមែនទេហាខ្ញុំលើកទឹកតែគ្រប់រួចហើយនាងគូហៅខ្ញុំថាអ្នកនាងខ្ញុំបញ្ជាអ្វីនាងក៏ត្រូវតែធ្វើអានេះបើកាយទៀតនឹងមិនចាប់ត្រឹមនឹងទេចាអ្នកនាងលោកដាក់ការស្នងមរតកគូអាពាហ៍ពិពាហ៍បុត្រធីតាម្ដាយឪពុកបុត្រធីតាមែនទេទោះបីនាងធំមានឋានៈខ្ពង់ខ្ពស់តែយ៉ាងណាក៏ជាស្ត្រីទោះបីលេចធ្លោកម្រិតណាក៏បានត្រឹមតែរៀបការជាភរិយាគ្មានសិទ្ធិស្នងរាជបល្ល័ង្កមិននឹកស្មានថាលោកបច្ចុប្បន្ននេះបរិសុទ្ធនិងស្ត្រីមានសិទ្ធិស្មើគ្នាមើលថែគ្រួសារឲ្យខ្លួនឯងបានហើយថែទាំងអាចស្នងតំណែងបន្តមើលទៅខ្ញុំដូចជាចូលចិត្តលោកបច្ចុប្បន្ននេះហើយអ្នកនាងត្រកូលណាខ្លួនខ្ញុំនឹងធ្វើឲ្យខ្លួនឯងតកូលហើជាតកូលលេខ1នៅក្នុងទីក្រុងបានអ្នកណាអាចរៀបការជាមួយអ្នកប្រុសតកូលហើគឺចាត់ទុកថាមានសំណាងខ្លាំងណាស់លោកស្រីរីកកំណើតនាងយើងគ្មានសិទ្ធិជូនពរតកូលហើទេបងប្អូនរបស់កូននៅក្នុងបន្ទប់ទទួលភ្ញៀវនោះទៅនៅជាមួយពួកគេទៅចាណែម្នាក់នោះគឺអ្នកស្រីធំត្រកូលណាន់មកពីជនបទណាត់សាននេះមើលទៅស្អាតតែនតា Slot boat ស្ដាប់បង្គាប់គួរឲ្យធុញនាងជាបងស្រីតាំងពីពេលណាមកគ្រាន់តែជាមនុស្សស្រីជនបទគ្មានការសិក្សាគ្រាន់តែឃើញមុខនាងធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អទេសានីងមើលទៅគេដូចជាស្វឹងខ្ញុំក៏ហាមគេមិនបានដែរប្រញាប់ចុងទៅនេះជាឱកាសល្អដែលធ្វើឲ្យមនុស្សស្រីដូចជានាងបាក់មុខអូហូនៅហ៊ានមកទៀតនៅសុកក៏មានកូនស្រីដែលមិនអាចបង្ហាញមុខបានពិតជាបាក់មុខត្រកូលណាន់ពិតមែនស្រីម្នាក់នេះឈួតហើយមែនទេអូយ
ណានសានីងនាងហ៊ានតែខ្ញុំមែនទេបងស្រីក៏ដូចជាម្ដាយពួកអញនៅខាងក្រៅធ្វើខ្លួនគួរខ្មាស់គេខ្ញុំតំណាងឲ្យម្ដាយហេតុអីម្ដាយមិនបាន លោកប្រាប់ថានាងឈ្មោះអ្វីមិញ ណានសាន់នីង នាងសាននីង នាង ណានសាន់នីងជាផ្ញើទុកសិនចុះ បងប្អូនផឹករហូតដល់ស្វឹងនិយាយមិនចេះគិតមុខក្រោយគ្រប់គ្នាសំទោសណាដែលរំខានសង្ឃឹមថាគ្រប់គ្នានឹងប្រមអភ័យទោសឲ្យចាំត្រឡប់ទៅវិញខ្ញុំនឹងបដៅពួកគេឲ្យបានតឹងរឹងជាងនេះ អស់មិនអីទេពួកខ្ញុំពិតជាខុសពិតមែន អស់ចាស់ខ្លាំងណាស់ទាំងស្អាតទាំងមើងម៉ាត់តោះយើងទៅកន្លែងផ្សេងទៅ មិនតែទេ អេណា អ្នកម៉ា តែមានអី សានីងនាងធ្វើបាបខ្ញុំថាម៉េច នាងខែទៅវាយខ្ញុំទៀតផងនាងស្រីខ្វះការសិក្សា ជាខ្លាំងណាស់នាងជាអ្នកធ្វើមែនទេ ចាំមែនហើយ នាងនឹងទេថានេះជាកន្លែងណាមិញត្រកូលហើបានឃើញអ្វីនាងថានិយាយមកនាងធ្វើឲ្យត្រកូលណាត់បាក់មុខហើយ ទោះបីខ្ញុំមិនបានធ្វើតែខ្ញុំនឹងទៅសុំទោសតកូលហើយដោយខ្លួនឯង តើមានរឿងអីហ្នឹង លោកជីហឺបងប្រុសខ្ញុំស្វឹងឲ្យធ្វើអាកប្បកិរិយាមិនល្អធ្វើឲ្យតកូលធ្វើបាក់មុខខ្ញុំក្នុងឋានៈជាកូនច្បងមានអារម្មណ៍ថាខុសខ្លាំងណាស់ទឹកតែកម្លាំងបដៅពួកគេធ្វើឲ្យកម្មវិធីជប់លៀងនេះរញ៉េរញ៉ៃហើយសានីងនៅមកកែខ្លួនទៀតបញ្ញាសុំទោសលោកស្រីហឺទៅក្មេងម្នាក់នេះនិយាយការពិតឬអត់នាងនៅមិនទាន់ដឹងហេតុអីក៏ឲ្យគេទទួលកំហុសលោកស្រីហឺលោកស្រីប្រហែលមិនដឹងទេសានីងទើបតែមកពីជនបទមិនមានការអប់រំទើបមិនដឹងពីវិជាស៊ីយ៉ាហើយនឹងនូឈិនខ្ញុំចាំមកតាំងពីក្មេងហើយដូច្នេះហើយសានីងនាងក៏ អ្នកស្រីណានពិតជាម្ដាយដ៏ល្អមែនមិនជឿកូនមកកើតបែរជាទៅជឿកូនខ្លាញ់ខ្លាយ លោកប្រហើនដល់ថ្នាក់ចេញមកជាមួយស្រីម្នាក់នេះមែនទេ ខ្ញុំធ្វើជាសាស្អីមិញមូឈិនស្រវឹងហើយបង្កភាពរញ៉េរញ៉ៃ នៅមិនទាន់ដឹងរឿងរ៉ាវក៏ជំរុញកូនឲ្យទទួលកំហុសបើជេរស្ដីខុសមិនធ្វើឲ្យអ្នកដទៃខកបំណងទេអី មិនអីទេម៉ាក់ប្រហែលជាបារម្ភរហូតដល់ចិត្តក្តៅខ្ញុំមិនបន្ទោសម៉ាក់ទេ ពិតជាក្មេងដែលចេះគិតមែនធ្វើឲ្យយើងសប្បាយចិត្តណាស់ ចាំមិនអីទេ ពេលបង្ករឿងមើលមិនឃើញអ្នកណានៅក្នុងកែបភ្នែកប៉ុន្តែពេលនេះបែរជាធ្វើជាទន់ភ្លន់ អេស៊ីយ៉ាអាឈិនពួកកូនតាណានឹងចាំម៉ាក់ផង ជាមនុស្សល្ងងខ្លាំងចរិតមិនសមរម្យគ្មានការសិក្សាគ្មានការព្រៀនប្រដៅលោកយាយហឺមើលតែអ្នកផ្ទះមានរឿងបន្ទាន់ហើយខ្ញុំសុំទៅសិនហើយ ប្រញាប់ទៅចោះ រឿងលោកងងខ្លាំងដែលពួកឯងកំពុងគិតស្មានតែយើងមិនដឹង ខ្ញុំគ្រាន់តែចង់ការពារអាឈិនមិនស្មានថាបងចិត្តអាក្រក់ដល់ថ្នាក់នេះពេលហ្នឹងអាឈិនកំពុងតែស្វឹងខ្ញុំធ្វើតែដើម្បីមកអត់តកូនទេ សាន់នេះជាកូនច្បងការព្រៀនប្រដៅបងប្អូនជារឿងដែលស័ក្តិសមហើយទោះបីជាថ្ងៃនេះនាងជាអ្នកវាយគេក៏ដោយតែអ្វីដែលសំខាន់បំផុតការសិក្សាមុខមាត់វាធ្វើឲ្យអ្នកស្រីហឺមើលមកតកូលជាវាល្អលឿនដើមប៉ុន្តែលោកតាបានហើយចាប់ពីថ្ងៃនេះទៅបើអ្នកណាហ៊ាននិយាយមិនល្អពីសាន់នេះទៅមុខទាំងក្រៅខ្នងប្រកាសជាមានបញ្ហាជាមួយយើងមិនខានស៊ឺយ៉ាឈិនជើងក្រែងទៅកម្មវិធីតែងថ្លៃមិនអញ្ចឹងឯងនាំបងស្រីឯងទៅមើលផងទៅ ចានាងស្រីជនបទអញចាំមើលទៅហេតុអីក៏មិនបានសង្ឃឹមថាគ្រប់គ្នានឹងអភ័យបងចាញ់ មកដល់ហើយមែនទេនាងគឺជាបងស្រីរបស់ស៊ឺយ៉ាមែនទេពិធីជប់លៀងត្រកូលហឺម្សិលមិញខ្ញុំនៅក្រៅប្រទេសប៉ុន្តែខ្ញុំបានព័ត៌មានពីឈិនជើង នេះគឺគូនដណ្ដឹងរបស់ខ្ញុំឈិនជើងលោកប្រឈិន ថ្ងៃនេះគ្រប់គ្នាមកទីនេះសុទ្ធតែមានឈ្មោះល្បីនាងមកពីជនបទចាត់ទុកថាបើកភ្នែកបើកតិចទៅអញ្ចឹង ពិធីខួបកំណើតរបស់ខ្ញុំធ្វើឡើងនៅក្នុងរាជវាំងក្រៅកម្រាលដោយមានក្រាបផ្លូវដឹកគុកកម្មវិធីតូចតាចបែបនេះចង់ឲ្យខ្ញុំបើកភ្នែកបើកតិចមែនទេមែនហើយមើលទៅអ៊ូអរខ្លាំងតើសំណែនាំឲ្យស្គាល់ម្នាក់នេះគឺបងស្រីរបស់ខ្ញុំគាត់ទៅតែមកពីជនបទមិនយូរទេហើយនេះទៅនាំមកឲ្យរសាយអារម្មណ៍តានតឹងខ្លះកម្មវិធីដេញថ្លៃវត្ថុបុរាណយូរទៅកាន់តែធ្លាក់លំដាប់មនុស្សបែបណាក៏អាចចូលរួមបានមនុស្សមកពីជនបទរបស់មានតម្លៃបែបនេះចេះមើលដែរហ៎លំដាប់ដូចជានាងតែរបស់ខ្លាំងៗមែនទេនាងនិយាយឈួតអីកងដៃនាងដែលនៅនឹងដៃនាងឃើញហើយពិតជាស្រៀងខ្លាំងណាស់ជារបស់ម្ចាស់ស្ត្រីរាជវង្សជួមែនទេចេះមើលមែនទេមែនហើយអ្នកស្រីក៏មាន TV មើលដែរកងដៃនេះបើនាងដឹងក៏គ្មានអីចម្លែកដែរស្អាតតែគួរឲ្យស្ដាយគួរស្ដាយអីវាជារបស់ខ្លាំងៗនាងតែដឹងស្អីនាងជារបស់ប្រចាំតកូលឃើញថាខ្ញុំជាអ្នកណាតែរបស់ខ្លាំងៗ សម្បត្តិបន្តមួយចំនួនទៅមួយចំនួននាងមិនសមនៅមើលទេការដែលឲ្យនាងចូលរត់តែជុលមុខដល់សញ្ញានាងមកអុកលុកកម្មវិធីខ្ញុំមែនទេ គ្រឿងអលង្ការប្រដាប់ដៃត្បូងរបស់ម្ចាស់ស្ត្រីរាជវង្សជើត្បូងដែលនៅលើកងដៃមិនមែនជាត្បូងមកពីទិសខាងកើតតែជាត្បូងមកពីទិសខាងត្បូងដែលនៅក្នុងទិសខាងលិចត្បូងមួយប្រភេទនេះមានលក្ខណៈរាបស្មើមានពណ៌កក់ក្ដៅក៏ប៉ុន្តែកងដៃដែលនៅលើដៃរបស់នាងពណ៌ឆាតឆាតខ្លាំងពេកមើលក៏ដឹងថាជារបស់ខ្លាំងៗដែររបស់ខ្លាំងមែនណាហ
ហើយម្យ៉ាងទៀតកងដៃមួយនេះពេលដែលព្រះមេដាកំពុងតែប្រគល់ឲ្យខ្ញុំវាធ្វើឲ្យធ្លាក់ទៅលើដីទើបធ្វើឲ្យត្បូងធ្លាក់ចេញមួយគ្រាប់ អីចឹងនាងកុំត្រាប់អីនាងមិនចូលស្អីនោះទេ បងស្រីបានមិនដឹងកុំនិយាយផ្ដេសផ្ដាស់ប្រញាប់សុំទោសអ្នកនាងចាំងទៅអ្នកនាងចាំងមានលោកប្រុសឈិននៅមើលថែហើយទើបបានធ្វើអី ណាន់សាន់នីនាងបំផ្លាញកម្មវិធីខ្ញុំមែនទេ តែបំផ្លាញកម្មវិធីគឺជាលោកទៅវិញទេឈិនចឹងជីជីននាងពាក់មុខអីដែរចាប់បាច់ឲ្យមនុស្សមកក្រាស់ដូចជានាងមកជ្រែកដែរហ៎ខ្ញុំមកក្រាស់មិនស្មើនាងទេដែលពាក់របស់ខ្លាំងខ្លាយទាំងលួចមានសហាយទៀតនាងតើតែអង្គុយក្បែរខ្ញុំចាំងអ៊ីឈីងជាស្ត្រីជាមួយខ្ញុំយូរហើយមិនងាយបានឃើញនាងបាក់មុខទេស្ត្រីហើយនឹងស្ត្រីគឺជាស្ត្រីទេខ្ញុំឈ្មោះជីជីនខ្ញុំឈ្មោះណាន់សានីអូមែនហើយយើងមកបដូរវិឆាជាមួយគ្នាទៅវិឆាទេនាងមិនស្គាល់វិឆាទេហ៎ មិនដឹងទេនាងមកពីព្រៃភ្នំឬក៏រូងភ្នំទៅនាងជិះខ្ញុំបានទេបានតា มันអាចទៅរួចទេអីអ្នកប្រតិបត្តិហើការស្អីហ្នឹងធម្មតាមិនចូលចិត្តរឿងអត់ប្រយោជន៍នោះទេហេតុអីពេលនេះចាប់អារម្មណ៍មិនមែនឯងចាប់អារម្មណ៍ណាន់សាន់នីទេមែនទេ ចង់សាញ៉ែ គ្នាកិត្តិយសទាំងអស់កម្មវិធីដេញថ្លៃកំពុងតែចាប់ផ្ដើមហើយបើនាងដឹងព័ត៌មានអីកុំភ្លេចជួយខ្ញុំផងណា អ្នកនាងយល់ដល់ថ្នាក់នេះជួយមើលខ្ញុំផងទៅ លោកប្រុសទី3ក៏មកដែរ សូម្បីតែខ្ញុំក៏មិនដែរនិយាយជាមួយតែស្រីជនបទម្នាក់ហ្នឹងមានសិទ្ធិស្អីទៅ លោកប្រុសលោកចង់ឲ្យខ្ញុំជួយមើលមួយណាដែរ ចាប់បីដងវែងរីច្បងចៅ នេះគឺជាចាប់បៃដងវែងរបស់អ្នកនាងកុយហ្វឺហើយសេះសំណប់ទេខ្ញុំធ្លាប់ឃើញអ្នកនាងកុយហ្វឺលេងចាប់បៃដងវែងមួយនេះនៅក្នុងពិធីជប់លៀង បាទធ្វើអីមិនបានក៏ស្ងាត់ទៅស្រីជនបទដូចជានាងមកមើលចូលរបស់បែបនេះបានយ៉ាងម៉េចទៅ ជារបស់ពិតទេ ខ្ញុំមិនប្រកាសចិត្តទេតើតែសាក់ទៅដឹងបងស្រីបងប្រហែលជាមិនធ្លាប់ដឹងខ្លៃទៅមិនដឹងពីច្បាប់ទម្លាប់វត្ថុបុរាណមុននឹងទិញហាប៉ះពាល់តាមអ្នកធ្លាប់និយាយថាត្រូវឲ្យបងទៅរៀនច្បាប់ទម្លាប់ជាមុនសិនដើម្បីឲ្យបងចេះដឹងតែបងក៏មិនព្រមស្ដាប់ យកនេះ30,000ទៅបាទខូចខាតខ្ញុំជាអ្នកសងយ៉ាងម៉េចជាមួយខ្ញុំមានច្បាប់មែន ចាំ ទេ មិនហ៊ានទេលោកគឺជាច្បាប់អ្នកនាងណានសុំជើញ អ្នកនាងណានសុំជើញ បងស្រីបងគឺជាស្រីជនបទកុំទៅសាកអ្វីផ្ដេសផ្ដាស់បើពេលនេះទទួលស្គាល់ថាមិនដឹងទៅគឺនៅទាន់ទេ សំជាអ្នកនាងធំមែនពីអូខ្លាំងណាស់ អ្នកណាថានាងគ្មានស្រុកស្រែទៅនេះគឺជាអ្នកនាងនៅក្នុងត្រកូលធំដែលមានទេពកោសល្យទៅវិញទីលោកប្រុសនេះគឺជារបស់ពិត 100 លានអ្នកណាហ៊ានយកទេ 100 លានសម្រាប់ អញ្ចឹងថ្ងៃនេះត្រូវអរគុណអ្នកនាងហើយ អត់ទេបញ្ចេញកម្លាំងបន្តិចបន្តួចតែប៉ុណ្ណោះ ចាត់ទុកថាអរគុណខ្ញុំគឺជាចំណែកមួយគឺថាអ្នកនាងញញឹមពិតជាខ្លាំងខ្លាយ មនុស្សគ្មានសុជីវធម៌ស្អែកនេះទំនេរទេខ្ញុំចាំនាំនាងទៅកន្លែងល្អមួយខ្ញុំគឺពីនាងធំអ្វីដែលស្អប់បំផុតគឺគ្មានសេរីភាពតែពេលនេះចង់ទៅណាក៏អាចទៅបានទាំងអស់លោកនេះពិតជាល្អមែនបានហើយកុំខឹងអីណាតែដែលបងស្រីគាត់ចំណាយដែលខ្ញុំទទួលបានតែស្រឡាញ់ពីបងចាងខ្ញុំក៏ប្រឹងប្រកួតបងចាងឲ្យទៅវិញដែរហើយហេតុអីបានជានាងមួយបង្កាច់បងឈិននេះនៅក្នុងកម្មវិធីដេញថ្លៃថ្ងៃនោះខ្ញុំខ្វះគេណា មីកូនអាកាត់ញូពិតជាជួបពីហើយធ្វើឲ្យឈិនជើងបាក់មុខមែនទេរៀនបដានាងធំបានតែណាទៅ ក៏បានចាប់ទុកថាខ្ញុំមួយបង្កាច់ចុះ ឯងនេះជីកបាននេះបាននេះថាម៉េច លោឡាឬស្អី លោកពុកតានេះយូរទៅកាន់យូរទៅហើយនាងប្រេះប្រាស់គួរតែប្រដៅខ្លះ បិទមាត់ទៅ សាន់នីមិននេះទៅគល់ហើទៅតែមកប្រាប់ថាអ្នកស្រីហើចូលចិត្តចាប់បីដងវែងដែលឯងរឿងឲ្យគាត់ខ្លាំងណាស់ទើបចង់ជួយឯងជាភ្ញៀវទៅផ្ទះត្រកូលហើថ្ងៃស្អែក ថាម៉េចហ្នឹង ត្រកូលហើជាត្រកូលលំដាប់ទី1នៅក្នុងក្រុងរបស់យើងលោកស្រីហើសរសើរចូលចិត្តឯងចាត់ទុកថាជាសំណាងរបស់ឯងហើយឯងត្រូវធ្វើខ្លួនឲ្យល្អរឹតបន្តឹងទំនាក់ទំនងនេះឲ្យល្អទៅ ចាប់បានលោកតាខ្ញុំនឹងធ្វើឲ្យបាន សាន់នីកូនមានចិត្តមេត្តាធ្វើខ្លួនឲ្យល្អធ្វើឲ្យអ្នកស្រីហើកាន់តែស្រឡាញ់ណា ចាប់បានលោកពុក បានហើយប្រញាប់ចូលដេកទៅកុំឲ្យប៉ះពាល់កម្មវិធីស្អែកនេះណា ណានសយ៉ាងខ្លួនឯងគ្មានសមត្ថភាពគ្រាន់តែក្តីស្រឡាញ់តែទូចដែលនាងខំស្រវាមកវាមានន័យអីទៅ លោកប្រទី3ថ្ងៃនេះពិតជាត្រឡប់មកវិញលឿនមែន ហើយចុះលោកយាយនោះ បាទនៅខាងក្នុងអ្នកនាងណាន់មកដល់ហើយ នាងពិតជាចូលចិត្តមែន
នាងលេងចបៃដងវែងនេះពិតជាពិរោះខ្លាំងណាស់សម្លេងទុនភ្លុនផ្អែមល្ហែមពោពេញទៅដោយអត្ថន័យគួរស្ដាយខ្លាំងណាស់សមត្ថភាពនាងមិនអាចបង្ហាញនៅលើឆាកពីមុនមក ការលេងតន្ត្រីសម្រាប់ខ្ញុំគឺជាការលំហែកាយទេមិនសង្ឃឹមនឹងតែសម្ដែងនឹងមុខគ្រប់គ្នាដើម្បីកែឈ្មោះនោះទេ អាយុនៅតិចទេប៉ុន្តែចិត្តស្ងប់ស្ងៀមនឹងនៅល្អខ្លាំងណាស់ អរគុណលោកយាយដែលសរសើរ តទៅបើទំនេរឧស្សាហ៍មកលេងណា លោកយាយមើលថែខ្លួនឯងផងខ្ញុំសុំតែសិនហើយ បាញ់ចឹងយាយឲ្យគេជូនទៅណា ចាមិនអីទេលោករហ័យគាត់រវល់នឹងការងារខ្លាំងណាស់មិនអាចរំខានទេខ្ញុំហៅតាក់ស៊ីត្រឡប់ទៅវិញបានហើយ អ្នកនាងប្រើផ្នែកខណៈថារវល់ខ្ញុំអាចជួយអ្នកនាងទៅបានតា ប្រញាប់ទៅ ជូនទៅដល់ផ្ទះមែនទេ រំខានលោកជូនទៅដល់យាយមួយគុយ ជូនទៅណា យ៉ាងមួយគុយនោះអី ខ្ញុំមិនដឹងថាកន្លែងណា ជាយ៉ាងប្រាប់ថាកន្លែងដែលល្អ អ្នកនាងណានអ្នកនាងពិតជាប្រកែកប៉ុណ្ណែនទៅចុះដាលីអាស្មៃណា ចំណែកមែនគេមានអារម្មណ៍ល្អធ្វើអីហ្នឹង សួស្ដី Hello មកលីសប្បាយមែនទេ បាននៅក្នុងរាជវង្សចូលនេះចាត់ទុកថាជាការខុសសិលធម៌ខ្ញុំខំរៀនច្បាស់ទម្លាប់អត់ជាច្រើនឆ្នាំណាសានីងខ្ញុំមិនខ្វល់ទៀតទេលោកមួយនេះពិតជាគួរឲ្យចាប់អារម្មណ៍មែនខ្ញុំមកត្រូវកន្លែងហើយសានីងបើចង់ជួបលំដាប់លេខ1ត្រូវចំណាយលុយច្រើនហើយណាលុយចំនួនច្រើនមែនទេបើខ្ញុំចង់រឹបអូសត្រកូលណានប្រហែលជាត្រូវប្រើលុយច្រើនជាងនេះទៀត អ្នកនាងត្រឡប់មកវិញហើយលោកម្ចាស់កំពុងតែរងចាំ ពេលដែលត្រូវសុំលុយមកដល់ហើយលោកតា អូសាន់នេះមកដល់ហើយមកបញ្ញាប់គួយចុះមកបញ្ញាប់ប្រាប់តាមកថ្ងៃនេះត្រកូលហើអ្នកស្រីហើចូលចិត្តដែរទេ គាត់ចូលចិត្តខ្ញុំខ្លាំងណាស់ការលេងចបៃដងវិញរបស់ខ្ញុំគាត់ទទួលបានការចូលចិត្តពីគាត់ដែរគាត់ថែមទាំងផ្ដាំទៀតថាថ្ងៃក្រោយឲ្យឧស្សាហ៍ ល្អ ទី ណាស់ចាប់ពីថ្ងៃនេះតទៅត្រូវតែធ្វើខ្លួនឲ្យល្អណា លោកយាយហើចិត្តល្អខ្លាំងណាស់ឃើញថាខ្ញុំគ្មានឡានជូនទៅមកទៅឲ្យអ្នកបើកឡានជូនខ្ញុំត្រឡប់មកវិញទៀតផង គ្មានអ្នកណាបើកឡានជូននាងមកមែនទេពិតជាផ្ដេសផ្ដាខ្លាំងណាស់បើអ្នកដទៃដឹងថាត្រកូលណានក្ររហាមអ្នកនាងធំចេញពីផ្ទះតែគ្មានឡានជូនសំបីតែមួយមែនទេ លោកពុកនិយាយទៅហើយខ្ញុំនឹងប្រញាប់ចាត់ការ មិនបាច់ទេខ្ញុំមិនសូវចង់ចេញទៅខាងក្រៅប៉ុន្មានទេទោះបីមានលុយក៏ខ្ញុំមិនបានចាយ បា ដែរ ក់មិនឲ្យលុយនាងទេមែនទេ លុយអីទៅ យើងសង្ឃឹមអីឯងបានខ្លះឯងចង់ឲ្យសានីត្រូវគេសល់ចំអកមែនទេ លោកតាខ្ញុំចង់អាចតែម្យ៉ាងទេខ្ញុំចង់រៀនការគ្រប់គ្រងនៅឯមហាវិទ្យាល័យប៉េកាំងហើយចង់ចំណាក់វិវត្តក្រុមហ៊ុនជួយមើលថែត្រកូលណានពួកយើង ល្អល្អ ទ្រព្យសម្បត្តិដែលរកបានពីតម្រាខ្ញុំត្រូវទទួលបានការអប់រំតាំងពីក្មេងបើចង់ឡើងខ្ពស់ត្រូវតែរៀនតម្រាមិនថាសម័យណាការសិក្សាគឺជាចង្អែតឆ្ពោះទៅរកភាពជោគជ័យបាន ឯងដល់ទៅអ្នកនាងធំយ៉ាងណាក៏ត្រូវទទួលបានកិត្តិយសតានឹងឲ្យឯងរៀននៅមហាវិទ្យាល័យប៉េកាំងឲ្យឡានមួយគ្រឿងជាមួយនឹងអ្នកបើកឡានហើយនឹងលុយ8សែននឹងបាញ់រាល់ខែ ចាអរគុណលោកតា8សែនជុនរបស់ខ្ញុំមួយខែបានតែ5សែនណានសានីងនាងជាជាសម្ដែងនឹងមុខលោកតាក៏ព្រោះតែរៀនលុយមែនទេហើយវាយ៉ាងម៉េចទោះបីនាងបានលុយហើយតែធ្វើអីតាមប៉ាម៉ាក់ស្រឡាញ់ខ្ញុំវាតាខ្ញុំជាកូនស្រីរបស់គាត់នាងកុំចង់មកប្រជែងនោះក្តីស្រឡាញ់ឪពុកម្ដាយនាងមិនអាចដណ្ដើមទៅបានទេណានសីយ៉ានាងមើលទៅដូចជាមិនយល់ទេក្តីស្រឡាញ់តែសបកខាងមិនមែនជាអ្វីដែលនាងអាចដណ្ដើមយកបានទេតែវាជាអ្វីដែលខ្ញុំមិនចាប់អារម្មណ៍ហើយប្រកបឲ្យនាងទៅវិញទេណានសានីងសីយ៉ាមានឈាម នេះមានអ្វីខ្លាំងហ៎ បងស្រីចង់ឲ្យខ្ញុំស្លាប់ខ្ញុំគ្រាន់តែចង់មានទំនាក់ទំនងជាមួយបងស្រីតែប៉ុណ្ណោះតែបងស្រីប្រាប់ថាខ្ញុំត្រូវតែស្លាប់តែម្យ៉ាងគត់មិនអញ្ចឹងមិនអាចសងសឹកបានទេ ណាសានីនៅនឹកស្មានថាឯអក្រក់រដ្ឋានេះទេដល់ចិត្តឲ្យនាងលើសស៊ឺយ៉ាងទៅទៀតនាងនឹងមិនពេញចិត្តទៀតមានចិត្តឲ្យធ្វើបាបពីទៀតបើដឹងថានាងជាមនុស្សបែបនេះក៏មិនទទួលឲ្យនាងត្រឡប់មកវិញដែរ ខ្ញុំជាមនុស្សខ្សែរាជវង្សមានមនុស្សច្រើនណាស់ដែលចង់សម្លាប់ខ្ញុំឥឡូវនេះបាច់ជាត្រូវមនុស្សល្ងងម្នាក់នេះមកធ្វើបាបពិតជាមិនស័ក្តិសមទៅសោះហើយ អ្នកស្រីលោកពេទ្យមកហើយប្រញាប់មើលរបបអេស៊ីយ៉ាទៅអ្នកនាងមួយណាមួយ ណានសីយ៉ានាងជាអ្នករករឿងខ្ញុំតែខ្លួនឯងទេណា ណានសានីនៅមានមុខត្រឡប់មកវិញទៀត អាឈិនសានីងខ្ញុំជាមីងរបស់នាងណាថ្ងៃនេះទៅមហាវិទ្យាល័យលើកដំបូងchẳngមិនដែរល្អណាស់ព្រះអើយមកទៅជាមួយមីងលើកមុនអញត្រឡប់មកវិញមីងមិនបានមកជួបដោយផ្ទាល់ការដែលមកលើកនេះព្រោះចង់យកកាដូមកឲ្យឯង អរគុណអ្នកមីងខ្លាំងណាស់ ព្រះអើយអញមើលទៅដូចជាទុកចិត្តណាស់ណាមីងដឹងថាអញប្រកាសជាមានអារម្មណ៍មិនល្អមីងបារម្ភពីអញខ្លាំងណាស់ណាអញនៅម្នាក់ឯងច្រើនឆ្នាំមកហើយទើបគ្មានអ្នកព្រៀនប្រដៅចាប់ពីពេលនេះទៅអាចប្រាប់មីងបានរហូតឪពុកម្ដាយនាងមិនបារម្ភតែមីងបារម្ភពីនាងរហូតណាឪពុកម្ដាយនាងវង្វេងអស់ហើយសុខចិត្តជ្រើសរើសកូនខ្លាំងៗបែរជាបោះបង់កូនបង្កើតខ្លួនឯងមីងអត់ទាន់មើលលែងបានហើយចាប់ពីថ្ងៃនេះទៅទុកឲ្យមីងជាអ្នកការពារឯង អរគុណអ្នកមីងខ្លាំងណាស់ នេះក្មេងជនបទម្នាក់នេះពិតជាងាយស្រួលបោកមែនមីងបានឮមកថាអញជាភៀងសំខាន់របស់តកូលហើ អូការប៉ັດចាំខ្ញុំរឿងនេះតាចាំមែនហើយលោកជីហើដឹងថាខ្ញុំអាចលេងចបៃដងវែងបានទៅបានជាអញ្ចឹងខ្ញុំទៅ អូយពិតជាមានថ្មីដៃមែន ហើយនាងតែតកូលហើគាត់បាននិយាយអីខ្លះជាមួយនាងដែរទេមិនឃើញអ្នកដទៃផ្សេងទៀតទេហ៎លោកជីហើប្រាប់ថាខ្ញុំលេងចបៃដងវែងល្អខ្លាំងណាស់ហើយក៏បានសួរខ្ញុំថារៀននៅណាហើយនាងបានឃើញអ្នកដទៃផ្សេងទៀតទេអ្នកផ្សេងទៀតទេចង់មកបោកឲ្យខ្ញុំនិយាយដល់ហើស៊ីអ៊ីមែនទេខ្ញុំមិនបានឃើញអ្នកណាផ្សេងទៀតទេស្រីម្នាក់នេះស្ទាក់ស្ទើរនឹងមិនទាន់ជឿចិត្តខ្ញុំទេមើលទៅ
បងស្រីអ្នកមីងកំពុងធ្វើអីហ្នឹងគ្មានអីទេសាន់នីងទើបតែមកសួរថានៅទីនេះសមហើយនៅស៊ីយ៉ាពួកនេះជាបងប្អូននឹងគ្នាកុំឆ្លោះគ្នាព្រោះតែរឿងតូចតាចបែបនេះអីហេតុអីអ្នកមីងនិយាយបែបនេះខ្ញុំតែឆ្លោះជាមួយបងស្រីតាំងពីពេលណាបងស្រីកុំធ្វើខ្លួនគួរឲ្យគេអាណិតហើយមានអ្នកអាណិតបងអីសោះលោកប៉ាអ្នកម៉ាក់ណាគាត់ស្អប់ខ្ពើមទោះបីអ្នកមីងចិត្តទុនតែគាត់ក៏មិនត្រូវនាងបោកបានតែងាយដែរណាយ៉ាងម៉េចខ្លះហើយនាងទទួលបានក្តីស្រឡាញ់ពីគ្រប់គ្នាទាំងអស់នៅក្នុងត្រកូលណានហើយនាងគួរតែជឿជាក់លើខ្លួនឯងហេតុអីនៅមកបារម្ភទៀតហេតុអីខ្ញុំមិនជឿជាក់កុំគិតថាគ្រាន់តែពាក្យសម្ដីបន្តិចបន្តួចក៏អាចឈ្នះខ្ញុំបានរៀងឆ្លប់កញ្ចក់មើលខ្លួនឯងខ្លះផងថានាងគ្រាន់តែជាមនុស្សគ្មានអំណាចគ្រាន់តែជាមនុស្សគ្មានអំណាចព្រះអើយហេតុអីនិយាយបែបនេះជាបងប្អូននឹងគ្នាណានិយាយបែបនេះបើពុកម្ដាយនាងដឹងប្រកាសជាខូចចិត្តរំខានទេបងប្អូននាងមិនស័ក្តិសមទេនាងគ្រាន់តែជាក្មេងជនបទស្រុកស្រែស្បែកក្រាស់គ្មានវិជ្ជាដឹងទេលោកប៉ាអ្នកម៉ាក់ខកបំណុលលើនាងយូរហើយពួកគាត់ចង់អីណានសានីនាងឈួតមែនទេនាងហ៊ានធាក់យើងហីមិនសិនមិញតែនិយាយខ្លួនឯងថាខ្ញុំចង់ឲ្យនាងស្លាប់ហីវិធីខ្ញុំពេលនេះមិនមែនជាអ្វីដែលនាងចង់បានទេចាំមើលណាខ្ញុំនឹងទៅប្រាប់លោកប៉ាអ្នកម៉ាក់យើងនឹងឲ្យពួកគេដឹងវិធីបិទរបស់នាងមានរឿងអីកាត់ឡើងអូយស្លាប់ហើយស៊ីយ៉ាហេតុអីបានជាកូននៅក្នុងស្រះទឹកបញ្ញាប់ឡើងមកនេះមានរឿងអីកាត់ឡើងនឹងម៉ាក់ណានសានីគេជាអ្នកធាក់ខ្ញុំចូលទៅក្នុងទឹកនាងចង់សម្រាប់ខ្ញុំថាម៉េចមិនមែនទេខ្ញុំមិនបានធ្វើទេស៊ីយ៉ានាងកន្លះជើងក៏ធាក់ចូលស្រះទឹកដោយខ្លួនឯងតានាងនិយាយឈួតអីហ្នឹងនាងជាអ្នកធាក់ខ្ញុំច្បាស់ណានាងឈួតហើយនាងចង់ឲ្យខ្ញុំស្លាប់ពិតមែនមិនមែនខ្ញុំទេអ្នកមីងក៏នៅជាមួយនាងបានឃើញដែរអ្នកមីងជាមនុស្សមានយុត្តិធម៌អ្នកមីងនឹងធ្វើសាកសែខ្ញុំមែនទេអ្នកមីងចាំនិយាយមកអ្នកមីងមិនបានយកព័ត៌មានក្នុងហើយជួយមីងជនបទម្នាក់នេះចុះស៊ីយ៉ាអំបញ្ញមិញនាងជាអ្នកធ្លាក់ចូលទឹកដោយខ្លួនឯងចង់បន្ទោសសាន់នាងឯងមិនបានទេអ្នកមីងនិយាយតែប៉ុណ្ណាវាជាអ្នកធ្លាក់ខ្ញុំតម្រាក់ទឹកច្បាស់ណាអ្នកម៉ែមកសាន់មីងខ្ញុំមិនបានប្រយ័ត្នធ្វើឲ្យស៊ីយ៉ាធ្លាក់លើកម្មចិនបានធ្វើឲ្យអ្នកម៉ែខកបំណងមកលើខ្ញុំបើខ្ញុំចង់ធ្វើបាបនាងប៉ាត់មែននោះខ្ញុំហ៊ានធ្វើខុសច្បាប់ដោយដែលនាងនិយាយបានយ៉ាងម៉េចដែរបើរឿងនេះខ្ញុំពិតជាធ្វើមែនលោកប៉ាអ្នកម៉ាក់ប្រកាសជាមិនដឹងខ្ញុំចេញពីផ្ទះមិនខានខ្ញុំមិនចង់ត្រូវគេបោះបង់ម្ដងទៀតនោះទេនេះក្មេងម្នាក់នេះពេលដែលកុហកឡើងមុខមិនបដូរពណ៌សុំបន្តិចបានហើយប្រហែលជានឹងយកច្រឡំមែនមានកូនក៏បានឃើញដែរប្រហែលមកពីកូនមិនបានប្រយ័ត្នទើបគិតថាសាន់នាងជាអ្នកធ្វើមិនមែនទេនាងជាអ្នកធ្វើច្បាស់ណាប៉ុណ្ណឹងបានហើយពិធីជប់លៀងចិត្តចាប់ផ្ដើមហើយកុំធ្វើលោកតាខឹងទៀតតម៉ាក់នាំទៅដូរឈុតណាប្រចាំប្រាសាយតមីងដឹងថាចិត្តឯងនៅបារម្ភពីចិត្តមីងប៉ុន្តែថ្ងៃនេះមីងឈរនៅខាងឯងកុំភ្លេចទៅសោះណាខ្ញុំនឹងចាំទុកអរគុណអ្នកមីងដែលធ្វើសាក់សីឲ្យខ្ញុំតែរឿងរ៉ាវនៅថ្ងៃនេះនាងគិតថាបើពុកម្ដាយនាងដឹងការពិតថាណានស៊ីយ៉ាត្រូវនាងធាក់ឲ្យធ្លាក់ទឹកនាងគិតថាពួកគេនឹងខឹងហើយកាត់ក្តីថានាងជាមនុស្សខុសខើនឹងមិនដឹងនាងចេញដៃទេអ្នកមីងឲ្យខ្ញុំសុំវល់កុំនិយាយអីណាសុំត្រឹមតែអ្នកមីងទុកជារឿងអាកំបាំងខ្ញុំយកព្រមធ្វើគ្រប់យ៉ាងអញ្ចឹងប្រាប់ថានាងបានឃើញអ្នកណានៅក្នុងត្រកូលហើហើយបានលឺអ្វីទៀតទេគឺតែប៉ុន្តែខ្ញុំបានជួបមនុស្សម្នាក់ទៀតលោកប្រុសទី3ត្រកូលហើសឺអ៊ីគេមាននិយាយអីជាមួយនាងទេហើយមានតាក់ទងជាមួយនាងទេហើសឺអ៊ីម្នាក់នេះសំខាន់ខ្លាំងណាស់មែនទេហើយពិតជាមកពីស្រុកសៃមែនហើសឺអ៊ីគេគ្រាន់តែកន្ទ្រាំជើងក៏អាចធ្វើឲ្យទីក្រុងទាំងនេះរំកើបានដែរគ្រាន់តែកំទេចចេញពីដៃគេក៏អាចធ្វើឲ្យយើងមានជីវិតសុខស្រួលអស់មួយជីវិតបានដែរនៅលើលោកនេះនៅមានឋានៈដែរមិនទាន់ប្រែប្រួលទេលោកជីហើអត់ទេបាក់ឡានជូនខ្ញុំត្រឡប់មកវិញនៅក្នុងឡានឃើញគេនិយាយទូរស័ព្ទខ្ញុំបានឮគេនិយាយថាគេនឹងបណ្ដាក់ទុនជាមួយនឹងក្រុមហ៊ុនរថយន្តថាមពលខ្យល់ជាការពិតទេណានសានីនាងកុំភ្លេចណាថាខ្ញុំជាមិត្តស្រីរបស់នាងតទៅនាងត្រូវតែស្ដាប់បង្គាប់ខ្ញុំណាបានហើយសិស្សទាំងអស់គ្នារថយន្តថាមពលខ្យល់គឺជាមុខជំនាញតែបរាជ័យអាចនិយាយបានថាមិនដល់3ខែរថយន្តថាមពលខ្យល់នឹងគួររលំចង់គ្រប់គ្រងចំណុចខ្សែរបស់ខ្ញុំមែនទេក្រែងថាអ្នកមីងមិនស័ក្តិសមទេសំស្បែកខ្លាពីខ្លាបន្លំធ្វើជ្រូកដើម្បីស៊ីខ្លាអ្នកណាជួយជំរុញគ្រូអ្នកណាជួយអ្នកប្រមាំងនៅមិនទាន់ប្រកាសនោះទេក្រៅពីកម្មវិធីបង្ហាញខ្លួននៅជួចោក៏មានការជិះទៅកន្លែងផ្សេងដែរមានកម្មវិធីកម្រិតខូបនៅឯពេកាំងមានកម្មវិធី Incheon International ហើយនិងកម្មវិធី លើកឡើងទៅកម្មវិធីអាយុជោផ្សេងទៀតគឺត្រូវបដិសេធទាំងអស់បាទលើកមុនយើងឲ្យទៅមើលតកូលហានពេលនេះតើយ៉ាងម៉េចដែរមួយរយៈនេះត្រកូលណានធ្វើកម្រិតដួលរលំអ្នកគ្រប់គ្រងណានរវល់ធ្វើកម្មវិធីខ្លួនឯងប្រើខ្សែបណ្ដាញដើម្បីចាត់ការបញ្ហាហើយចុះរឿងផ្សេងនៅក្នុងគ្រួសារក៏មិនសូវស្ងប់សុខប្រហែលដែរអ្នកនាងទី2ហើយនិងអ្នកនាងធំឆ្លោះប្រកែកគ្នាឥឡូវនេះអ្នកនាងទី2មកវឹកហាត់ការងារនៅក្រុមហ៊ុនណានក្រុមចំណែកអ្នកនាងធំទៅរៀននៅពេកាំងរស់នៅផ្សេងណានសានីនៅវិទ្យាល័យពេកាំងមែនទេហេតុអីមនុស្សច្រើនម្ល៉េះថ្ងៃទំនុកគូមហាវិទ្យាល័យប្រធានហើក៏មកទីនេះដែរបន្តិចទៀតគេនឹងមកនិយាយនៅទីនេះហើយមនុស្សស្រីក្នុងមហាវិទ្យាល័យរងចាំជួបគេទាំងអស់ហ្នឹងសំណាងថាយើងមកមុនគេទៅបានកន្លែងអង្គុយល្អៗខ្ញុំក៏បានយកទស្សនៈប្តីមកដែរឲ្យនាងមកក្បាលមិនប្រកាសទេអាចសុំហៅកន្លែងខាគេមកក៏ថាបានខ្ញុំមិនយកទេប្រធានហើមកដល់ហើយសង្ឃាមែនទេអ្នកសិក្សាគ្រប់គ្នាថ្ងៃនេះជាថ្ងៃគម្រប់ខួប100ឆ្នាំមហាវិទ្យាល័យពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានជួយលោកប្រធានហឺមកតទៅនេះសូមជួយលោកប្រធានឡើងសន្ទរកថាខ្លីៗគ្រប់គ្នាជួយទទួលស្វាគមន៍ន
អ្នកសិក្សាគ្រប់គ្នាខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលរួមក្នុងកម្មវិធីគម្រប់ខួប ខ្ញុំមានរៀនបន្តទៀតខ្ញុំតែសិនហើយនេះប្រធានហើមកហើយនៅឧស្សាហ៍ទៀត សូមជូនពរឲ្យអ្នកគ្រប់គ្នាសំណាងល្អអរគុណ លោកប្រធានហើហានអីក៏បញ្ញាប់ទៅវិញមិនទាន់បានទទួលល្អផងនឹងលោកប្រធានហើអញ្ជើញញ៉ាំអាហារមួយពេលសិន អត់ទេ អ្នកសិក្សាប្រធានហើមិនចូលចិត្តឲ្យមករំខានទេ ចាំខ្ញុំមែនទេ ខ្ញុំគ្រាន់តែមក ចង់បានហាត់លេខាមែនទេ នេះជារបស់មិត្តខ្ញុំទេ ខ្ញុំឲ្យអ្នកនាងណែមិនបាយក្រែងចិត្តទេ ព្រះហើយសានីងអញពិតជាកាញ់នាំសំណងរបស់ខ្ញុំពិតមែនដល់ថ្នាក់ជួយខ្ញុំទៅសុំហាត់លេខាមកបានណាមិនងាយទេអើយល្អខ្លាំងណាស់អានេះខ្ញុំមិនបានសុំទេថ្ងៃនេះខ្ញុំនឹងបាយនាងអញ្ចឹងក៏បាន ឡើងមកចាំខ្ញុំជូនទៅ មិនអីទេតែគេអ្នកបាត់ឡើងមកដល់ហើយ ខ្ញុំមានរឿងចង់សួរណា ក៏ប្រហែលមានគ្រាអីមែនទេ លោកយាយសួរថាមានភ្លេងដែលអ្នកនាងកោទេ មិនមានទេតែបើលោកយាយចូលចិត្តចាំខ្ញុំសរសេរណោតភ្លេងហើយផ្ញើទៅឲ្យគាត់ ណែយកទៅ បរិះម្នាក់នេះនៅសុកក៏យកនេះមកបានមកឲ្យខ្ញុំគេកំពុងគិតអីទៅ យ៉ាម៉េចចាំចូលហាត់លេខាមែនទេប៉ុណ្ណឹងមកហើយនៅហើយបើសិនជាសរសេរណោតភ្លេងរួចហើយនោះសូមតាក់ទងមកខ្ញុំណា លោកប្រហែលខ្ញុំគិតថាយើងមានរឿងយល់ច្រឡំហើយខ្ញុំចង់អធិប្បាយឲ្យច្បាស់លាស់ទស្សនៈប្តីនឹងមិនមែនជារបស់ខ្ញុំទេតែជារបស់មិត្តខ្ញុំម្យ៉ាងវិញទៀតខ្ញុំមិនបានចាប់អារម្មណ៍ហាត់លេខារបស់លោកនោះទេប៉ុន្តែដើម្បីងាយស្រួលការយកណាត់ភ្លេងមកឲ្យនេះមកបាននេះខ្ញុំនឹងទុកអរគុណលោកប្រហែលដែលជួយមកខ្ញុំតែសិនហើយអរមែនហើយដើម្បីសុំគុណលោកខ្ញុំសូមណែនាំលោករឿងមួយការធ្វើជាមនុស្សកុំឆ្លក់នឹងខ្លួនឯងទេ លោកប្រធានអ្នកនាងนั้นទើបតែត្រឡប់មកវិញប្រហែលជាមិនទាន់សមមិនបាច់គិតមិនបាច់ទៅបារម្ភនោះទេ ឯងបារម្ភមែនទេ អត់ទេមិនបានបារម្ភទេ អញ្ចឹងតើបានជាចង់កន្ទិចវិឆារបស់ខ្ញុំចូលខូចដែរតា ណាំសានីងនាងតាំងចិត្តមែនទេប៉ាឲ្យនឹងម៉ាក់គ្រាន់តែលងជឿនាងមួយរយៈនាងគិតថាអាចបោះបានរហូតទេមិនយូរមិនឆាប់ពួកគាត់នឹងដឹងការពិតដល់ពេលហ្នឹងការពិតទេការពិតគឺជាអ្វីនាងនឹងច្បាស់ណាស់ផែនការកូនសំណពេលនេះស្មើគ្នាហើយកុំគិតថាខ្ញុំមិនដឹងផែនការនាងអសោះណាការដែលនាងបន្លំធ្វើជាចិត្តត្រជាក់នេះក៏ព្រោះតែគិតចិត្តបណ្ដាគ្រប់យ៉ាងជារបស់ខ្ញុំមិនអញ្ចឹងទេព្រោះតែនាងស្រឡាញ់បងជើងនាងប្រកាសជាចំណាំខ្ញុំថ្ងៃមុនខ្ញុំទៅឃើញពាក្យប្រមាណនៅក្នុងអ៊ីនធឺណិតគេហៅយ៉ាងម៉េចទេកង់សកួរនាងនិយាយថាម៉េចបងជើងដែលនាងនឹកឃើញអត់គ្រប់ពេលនោះជាកង់សកួរក៏ខ្ញុំមិនយកដែរណាំសានីងមនុស្សស្រីដូចនាងណាខ្ញុំទុកសិនចុះគ្មានសុជីវធម៌មែនជំរាបសួរលោកខារីហឺណត់ភ្លេងឬក៏រស់ហើយ យកមកឲ្យផងណា ថ្ងៃនេះខ្ញុំមានរៀនបន្តខ្ញុំគ្មានពេលទេ ខ្ញុំអត់ទំនេរទេ អញ្ចឹងលោកឲ្យជំនួយការរបស់លោកមកយកបានទេ គេក៏មិនទំនេរដែរ បុរសពូកែគុំគុណម្នាក់នេះចង់សងសឹកដែលខ្ញុំអត់គេឆ្លក់នឹងខ្លួនឯងមិនខានទេតបបានខ្ញុំនឹងយកទៅឲ្យនៅផ្លូវជាតិធេង អ្នកនាងណាមមែនទេ សួស្ដីចុះលោកយាយ នៅជាន់ទី2សូមជឿ ចាអូយគួរខ្មាស់គេខ្លាំងណាស់លោកក្រៃលោកប្រាប់ថាមិនទំនេរទេ ជាការពិតទើបតែត្រឡប់មកហើយក៏មកផ្លាស់ខោអាវ មិនចេះខ្មាស់អ៊ីនខ្ញុំចង់អត់ភ្លេងមកឲ្យ ចាំទៅវិញហើយប្រសិននឹងគូនេះចិត្តគ្នាទេលោកហើយចង់ធ្វើអីហ្នឹង ហាត់អីក៏មានកម្រិតចាស់កម្រិលជាងចាស់បុរាណទៅទៀតនេះហ៎សុកក៏មករកខ្ញុំតាមតាមបានជាអ្វីទេណា មិនបាច់ទេខ្ញុំទៅវិញខ្លួនឯងបាន ចាំណាស្រីបុរាណចាំខ្ញុំផ្លាស់ខោអាវសិន លោកស្រីភ្ញាក់ហើយមែនទេអ្នកនាងนั้นនិងលោកប្រុសទី2ទើបតែចេញទៅមកនេះ សា ទេ នីងមកទីនេះហី បាទមែនហើយលោកស្រីអ្នកនាងបានយកណោតភ្លេងយកមកឲ្យមើលទៅអ្នកប្រុសទី3មួយរយៈនេះដូចជាចេះគិតច្រើនហើយថ្ងៃនេះអ្នកនាងนั้นមកអ្នកប្រុសទី3ក៏ស្នើខ្លួនជូនទៅខ្លួនឯងតែម្ដង មនុស្សក្បាលរឹងនេះ28ឆ្នាំនៅសុកសុកក៏ចេះស្ដាប់អង្គនេះព្រោះតែគេមានចិត្តឲ្យតែស្រីក្មេងម្នាក់នឹងហើយ អ្នកនាងថ្ងៃត្រង់នេះទំនេរទេ ល
លោកប្រហើមានអីមែនទេ មានកម្មវិធីដេញថ្លៃមួយខ្ញុំត្រូវការអ្នកដែលចេះមើលវត្ថុបុរាណហើយក្រោយពីចប់ការងារក៏មានថ្លៃឈ្នួលផងដែរ ថ្លៃជួលអ្នកណាមិនយកទុកថ្លៃល្ងងហើយអូបាត់ទីចៃដល់មែនថ្ងៃត្រង់នេះខ្ញុំទៅនេះល្មម បានចាំដល់ពេលហ្នឹងចាំខ្ញុំមកទទួលណា អរគុណច្រើនណាស់បើមានលុយអាចធ្វើឲ្យបានគ្រប់យ៉ាងការងារនេះមានផលដល់ផែនការរបស់ខ្ញុំ តបយល់ព្រមដល់មានស្ទាក់ស្ទើរព្រោះតែថ្លៃឈ្នួលមែនទេមែនទេព្រោះតែរាងកាយរបស់ខ្ញុំទៅវិញទេ សូមចេញអ្នកស្រីខាងនេះបាន លោកប្រហើ អ្នកនេះណាន នេះគឺអ្នកនាងណាដែលមានជំនាញមើលវត្ថុបុរាណនឹងមែនទេ លីងឈូជីននៃការធនាគារលីងស៊ឺ សួស្ដីអ្នកនាងលីន ពួកយើងចូលទៅក្នុងកម្មវិធីតែម្ដងទៅតោះ មិនដឹងថា CE ទៅយកស្រីជនបទនេះមកពីណាទេ នាងមិនមែនជាស្រីស្រុកស្រែទេគឺប្រកែកខ្លាំងណាស់ លោកប្រហើម្ដងនេះលោកឲ្យខ្ញុំមើលវត្ថុបុរាណមួយណាទេនេះគឺ រូបភាពបាសីពណ៌វិចិត្រកចំនួនឬជាវងជោយ៉ាងម៉េចដែរ នេះមិនមែនជាសមិទ្ធផលកំពតដើមទេ អញ្ចឹងឯងបើអញ្ចឹងអ្នកនេះគួរតែសម្រេចវាទៅអញ្ចឹងរំខានដល់អ្នកនេះហើយជួយមើលឲ្យតិចផងណា ចាបាន គ្រាន់តែមួយផ្លែក៏ដឹង អ្នកនាងណាពិតជាចៃដន្យមែនសួស្ដីអ្នកនាងលីននាងនឹង CE ពិតជាបាក់ចំហមែនមកកន្លែងបែបនេះប្រហែលមិនធ្លាប់មកពីមុនមកហើយមើលទៅអូការបាត់មករករឿងខ្ញុំតាយល់ច្រឡំហើយតម្លៃដែលយើងមើលឃើញអាស្រ័យលើចរិតមិនមែនជាកន្លែងទេតែគួរឲ្យស្ដាយអ្នកខ្លះឃើញច្រើនដល់ឆ្ងាយកម្រិតណាក៏មិនមែនសុទ្ធតែមាននិស្ស័យហើយម្យ៉ាងវិញទៀតលោកប្រហើអញ្ចឹងខ្ញុំមកដើម្បីឲ្យជួយពិនិត្យមើលខ្ញុំគ្រាន់តែមកធ្វើការប៉ុណ្ណោះពិនិត្យអ្នកនាងណាប្រហែលទៅតែមកពីស្រុកខ្សែហើយមើលទៅកុំថាឡើយពិនិត្យមើលសុំឲ្យកន្លែងបែបនេះប្រហែលជានាងទៅមកជាលើកដំបូងផងក៏មិនដឹងលើកដំបូងហើយយ៉ាងម៉េចធ្វើជាសម្ដែងវិធីការរបស់នាងអាចបាក់មនុស្សប្រុសបានតែនឹងមុខខ្ញុំនាងកុំសង្ឃឹមឲ្យសោះការដែលនាងលីនតាំងចិត្តមករកខ្ញុំត្រូវការអីមែនទេខ្ញុំសូមដាក់ទានដាក់បំណងល្អនាងមិនស័ក្តិសមនឹងតកូលធ្វើទេកុំគិតរឿងដែលមិនគួរគិតអូអញ្ចឹងមានន័យថាខ្ញុំមិនស័ក្តិសមទេត្រឹមត្រូវកុំគិតថាគ្រាន់តែ CE ប្រាក់ខ្សែភ្នែកមើលនាងអាចគិតប្តេជ្ញាបាននៅពេលកាំងស្រីជនបទថប់ទីបដូចជានាងមិននឹងលំដាប់ស្មើពួកយើងបានយ៉ាងម៉េចទេទោះបីនាងចាប់អារម្មណ៍លើខ្លួនគេក៏បានត្រឹមតែរបស់ថ្មីបណ្ដោះអាសន្នតែប៉ុណ្ណោះអ្នកនាងក៏និយាយត្រូវលោកប្រហើហើយនឹងអ្នកនាងលីនមានឋានៈស្មើគ្នាសម្រាប់ស្រីជនបទស្រុកស្រែនោះគ្រាន់តែជារបស់បណ្ដោះអាសន្នចុងក្រោយក៏ត្រូវរៀបការជាមួយអ្នកនាងលីនចឹងហើយណាក៏ដឹងពីឋានៈខ្លួនឯងបានអ្នកនាងលីនជឿជាក់ថាខ្លួនឯងនឹងបានខ្លាចជាភរិយាឯងហេតុអីត្រូវបន្ទាបខ្លួនមកប្រាវិធីដូចជាប្រពន្ធចុងដៃនោះមានន័យថាម៉េចអ្នកនាងលីនទោះជាយ៉ាងណាអ្នកនាងក៏មានត្រកូលហេតុអីបានជាមិនធ្វើខ្លួនឲ្យល្អដូចជាភរិយារបស់គេឯទៀតបានអ្នកនាងពូកែខ្លាំងណាស់ធ្វើឲ្យគេយល់ព្រមមានតែអ្នកនាងម្នាក់ឯងទៅតែបានអ្នកនាងបានតែប៉ុណ្្នឹងក៏គួរតែនៅស្គីមនៅផ្ទះកុំចាញ់មកធ្វើខ្លួនឯងបាក់មុខបែបនេះនាងស្រីជនបទដឹងខ្លួនឯងថាកំពុងនិយាយអីទេភរិយាឯងត្រូវតែសភាពរៀបសារកក់ក្ដៅមានមេត្រីទើបធ្វើឲ្យគ្រួសារល្អល្អើនបានមិនអញ្ចឹងមានចិត្តតចង្អៀតដូចជានាងចាប់មនុស្សប្រុសមិនបានទេហើយដើរទៅរករឿងស្រីដទៃទៀតហេតុអីមិនទុកមុខឲ្យខ្លួនឯងឲ្យវាមើលទៅមានកិត្តិយសបន្តិចនាងពាក្យដាស់តឿននេះជួយចាំទុកក្នុងចិត្តផងថ្ងៃក្រោយកុំធ្វើរឿងទម្លាក់កិត្តិយសខ្លួនឯងទៀតអីវាពិតជាគ្មានសុជីវធម៌ខ្លាំងណាស់ ពិតជាឈួតមែននេះមនុស្សវ័យណាស់ទៅហើយ បានអញ្ចឹងមិនបានជូនទៅអាយមកុយទេប្រហែលជាគិតថាទំនៀមទម្លាប់តាំងរឹងហើយ នាងធ្លាប់ទៅជេរមកអង្គុយមែនទេ លោកប្រហើទីនេះគ្មានរបស់សម្រាប់លោកទេអញ្ចឹងខ្ញុំទៅសិនហើយ អញ្ជើញអ្នកនាង នេះទៅរកមនុស្សមកពីណាឃើញច្បាស់ណាស់ថានេះមិនដឹងអីនិយាយទៅដែរ អ្នកណាធានាប្រេប្រាស់ អាអីលោកដល់ថ្នាក់និយាយជំនួសគេហើយក ុំមកពាក់ព័ន្ធមួយបានទេតោះទៅត្រកូលណានបង្រៀនពីសិលធម៌ណាទី ដើមឡើយតកូនណានក៏រក្សាស្រាប់ហើយសុភាពរៀបសារគឺជាអ្វីដែលមនុស្សស្រីគួរតែមានត្រូវស្ដាប់បង្គាប់ស្វាមីកក់ក្ដៅមានចិត្តមេត្តាយ៉ាងណាខ្ញុំក៏មិនចង់ធ្វើជាភរិយាឯករបស់មនុស្សប្រុសសាវ៉ានេះដែរអ្នកណាចង់ធ្វើក៏ទទួលកម្មតែខ្លួនឯងទៅ បានន័យថារៀនសូត្របានល្អណាស់ លោកប្រហើសរសើរពេកហើយលោកប្រហើជូនត្រឹមនឹងបានហើយ អ្នកនាងខ្លាចទៅហើយក៏អ្នកផ្ទះឃើញមែនទេ ខ្ញុំមិនចង់មានបញ្ហាមិនចង់ឲ្យរឿងញ៉ៃរញ៉ៃ យ៉ាងម៉េចមិនអាចយកខ្ញុំទៅបង្អួតនរណាទេ លោកប្រហើគិតច្រើនពេកហើយ អរគុណដែលបានមកជាមួយយ៉ាងម៉េចចាប់ដៃខុសសិលធម៌មែនទេ ពីអតីតរហូតដល់បច្ចុប្បន្នខ្ញុំមិនអាចចាប់ដៃជាមួយបរិបទបែបនេះពីមុនមកទេ ថ្ងៃក្រោយជួបគ្នា អ្នកនាងលោកប្រុសម្នាក់ខាងនេះសុំជួបអូនាងទៅចុះលោកគឺ នេះគឺជានាឡិកាលោកហើផ្លេចយកទៅពួកយើងមិនហ៊ានតាក់ទងជាមួយនឹងត្រកូលហើទេសូមរំខានអ្នកនាងជួយយកទៅផង ហេតុអីពូកែផ្លេចដល់ថ្នាក់នេះចាប់បាន រំខានអ្នកនាងហើយ ហៅឡូ លោកផ្លេចនេះលកានៅក្នុងកម្មវិធីដេញថ្លៃតើបុគ្គលិកយកមកផ្ញើជាមួយនឹងខ្ញុំ ជួយយកមកខ្ញុំតែផងណា តាប្រើអ្នកដទៃនេះជំនាញជាងខ្ញុំទៅទៀតណោះ ថ្លៃឈ្នួលខ្ញុំបាញ់ទៅឲ្យរួចរាល់ហើយ អូចាំស្អែកនេះខ្ញុំយកទៅឲ្យ បាទយកទៅឲ្យនៅក្រុមហ៊ុនណា ចាប់បាន
ធ្វើការមកឡង អរគុណលោកសាននឹងត្រឡប់មកវិញហើយនៅមហាវិទ្យាល័យដល់យប់ជ្រៅថ្នាក់នេះផងមែនទេ អមួយរយៈនេះមហាវិទ្យាល័យចិត្តគម្រប់កម្មវិធីខួបទើបឆ្លៀតពេលទៅដល់លេងផងប្រកាសជាហត់ហើយឆាប់ញ៉ាំទៅម៉ាក់បានឲ្យអ៊ំឈិនធ្វើរបស់ឲ្យកូនចូលចិត្តញ៉ាំអរគុណម៉ាក់ សានីមួយរយៈនេះនៅវិទ្យាល័យយ៉ាងម៉េចដែរ ក៏ល្អដែរខ្ញុំសុំនាទីនឹងហើយបើស្ដាប់មិនយល់ទេក៏មកខំចិត្តអី ណានស៊ីយ៉ា ឯណានសានីឆាប់ចេញមកនេះព្រាមមក ឲ្យមានរឿងស្អីទៀតហើយ ណានសានីនាងហ៊ានកុហកខ្ញុំមែនទេអ្នកមីងនិយាយអីហ្នឹងខ្ញុំស្ដាប់មិនយល់ទេនាងក៏មកធ្វើជាល្ងងថ្ងៃនេះរថយន្តថាមកពលខ្យល់ដួលរលំហើយមកមិនមែនដោយសារតែនាងឲ្យខ្ញុំបណ្ដាក់ទុនពាក់កណ្ដាលធ្វើឲ្យខ្ញុំបាត់បង់លុយអត់ប្រយោជន៍ច្រើនណាស់អ្នកមីងខ្ញុំគ្រាន់តែជាក្មេងមកពីជនបទស្រុកស្រែរថយន្តថាមកពលខ្យល់គឺជាអ្វីខ្ញុំមិនទាន់ដឹងផងអ្នកមីងមកបន្ទោសខ្ញុំព្រោះរឿងនេះអ្នកមីងវិតម្លៃខ្ញុំពោះពេកហើយទោះបីបណ្ដាក់ទុនបរាជ័យក៏មិនគួរបន្ទោសនាងទាំងអស់ដែរនាងជាមនុស្សចាស់អាយុបន្តិចទេមិនមែនស្ដាប់ក្មេងតែប្រហែលម៉ាត់ហើយនាងមិនគិតតតែសោះនោះទេបាននាងចង់សម្ដែងបន្តទៀតមែនទេនាងមកបោកប្រាស់ខ្ញុំពេលនេះធ្វើជាមិនដឹងរឿងធ្វើជានាងធំតកូនណាបន្តទៀតចុះខ្ញុំប្រាប់តែចុះណានាងដែលយល់សប្តិទៅពួកអ្នកទាំងពីរនៅការពារនាងទៀតប្រហែលជាមិនដឹងទេមើលទៅនាងមិនមែនត្រឹមតែគិតអាក្រក់ចំពោះខ្ញុំទេថែមទាំងធាក់ស៊ីយ៉ាធ្លាក់ទឹកទៀតផងអ្នកម៉ាលោកប៉ាលឿនហើយមែនទេនៅពេលហ្នឹងសាន់នាងគឺជាអ្នកធាក់ខ្ញុំពិតមែននាងគិតចង់សម្រាប់ខ្ញុំណានេះវាមិនអាចទៅរួចទេ ពេលនឹងនាងបញ្ជាក់ដល់ខ្លួនឯងអាស៊ីយ៉ាជាអ្នកលាក់ទឹកដល់ខ្លួនឯង ខ្ញុំត្រូវគេបាក់នឹងហើយស៊ឺយ៉ាត្រូវគេធ្លាក់តម្លាក់ទឹកលោកពុកមើលមីក្មេងម្នាក់នេះទៅពេញខ្លួនមានតែពីកុហកបោកប្រាស់ពេលដែលកំចាត់ស៊ីយ៉ាបានហើយក៏ងាកមកកំចាត់ខ្ញុំធ្វើឲ្យខ្ញុំបាត់បង់លុយនាងជាគ្រោះមហន្តរាយបើមិនដឹងនាងចេញពីតកូលទេនាងប្រកាសជាសាងបញ្ហាឲ្យតកូលយើងមិនខាន សានីអ្វីដែលមីងឯងនិយាយគឺជាការពិតទេ ខ្ញុំមិនដឹងរឿងទេនាងមិនដឹងរឿងមែនទេនឹងមកសម្ដែងទៀតអីពេលហ្នឹងខ្ញុំក៏ឃើញតែតបភ្នែកដែរ សានីនិយាយពីមកហាមខំណា នៅថ្ងៃហ្នឹងនៅសួងខាងក្រៅទេអ្នកមីងសួរខ្ញុំថាបានលឺអ្វីឬបានឃើញអ្វីក្នុងតកូលហឺទេហើយគំរាមឲ្យខ្ញុំនិយាយឲ្យខ្ញុំមិនព្រមនិយាយព័ត៌មានដែលសំខាន់នាងនឹងត្រឡប់មកវិញនិយាយស្ដីបែបនេះហើយនឹងមកបញ្ជាក់ថាខ្ញុំជាអ្នកធាក់ស៊ីយ៉ាតម្លាក់ទឹកហើយប្រាប់ថាពេលណាដែលអ្នកទាំងអស់គ្នាដឹងអ្នកទាំងអស់គ្នានឹងមិនដឹងខ្ញុំចេញពីតកូលហើយមិនព្រមទទួលស្គាល់ខ្ញុំទៀតខ្ញុំពិតជាខ្លាចខ្លាំងណាស់ទើបខ្ញុំព្រមធ្វើតាមអ្វីដែលនាងប្រាប់ទើបប្រាប់រឿងគ្រប់យ៉ាងដែលបានឃើញនៅក្នុងតកូលហឺទាំងអស់នាងអញនិយាយទេដែររឿងគ្រប់យ៉ាងឃើញច្បាស់ហើយ ថ្ងៃនឹងឯងនិយាយអ្វីខ្លះ ខ្ញុំប្រាប់ថាថ្ងៃហ្នឹងខ្ញុំបានជួបលោកប្រុសហឺទី3លោកជិះហឺឲ្យគេបាត់ឡានជូនខ្ញុំត្រឡប់មកផ្ទះវិញតែនៅតាមផ្លូវក៏មិនបាននិយាយអ្វីជាមួយគ្នាដែរតែខ្ញុំបានឮគេនិយាយដល់រថយន្តថាមពលខ្យល់ខ្ញុំឮមិនសូវច្បាស់ទេទើបមិនប្រកបចិត្ត នាងប្រាប់ថាអ្នកស្រីហឺឲ្យអ្នកប្រុសហឺជូនត្រឡប់ទៅផ្ទះវិញមែនទេហ៎ លោកអុកកុំទៅស្ដាប់មីក្មេងនេះនិយាយអីមីក្មេងអាក្រក់នេះវាបាក់ប្រាស់ខ្ញុំធ្វើខ្ញុំខាត់លុយអស់រាប់សិបលានថ្ងៃនេះត្រូវតែបណ្ដឹងវាចេញពីតកូលយើងណាលោកពុកនៅក្នុងដំរាគេនិយាយថាស្ត្រីគួរស្ដាប់បង្គាប់ស្វាមីបានតែមីរៀបការរួចហើយគ្រួសារស្វាមីត្រូវតែមកមុនឥឡូវនេះត្រឡប់មកផ្ទះដែរបែរជាញុះញង់ឲ្យបាច់បាក់ធ្វើឲ្យកាត់រឿងរញ៉េរញ៉ៃរស់នៅមិនស្ងប់សោះមីគ្រឿងជាគួតទៅយកកម្រិតចិត្តកម្រិតបែបនេះមកពីណាមក បើនៅបានហើយណានវិញយីនាងត្រូវទទួលខុសត្រូវដល់ខ្លួនឯងកុំមករញ៉េរញ៉ៃនៅទីនេះប្រញាប់ចេញឲ្យផុតទៅ ឡានរបស់ហឺស៊ឺអ៊ីនតាក្មេងម្នាក់នេះតាមខ្ញុំមកធ្វើអីមិនដែលឃើញប្រុសស្អាតទេមែនទេក៏ចម្លែកចិត្តដែរចម្លែកចិត្តអីទៅចម្លែកចិត្តដែលមានមនុស្សឆ្លក់នឹងខ្លួនឯងដូចជាហឺស៊ឺអ៊ីនម្នាក់ទៀតហ្នឹងណាសង្ខារឡើងចម្លែកចិត្តក្មេងតូចធាក់ឡានដើម្បីរំសាយអារម្មណ៍វាមិនល្អទេណាហើយពាក់ព័ន្ធអីនាងឡាននឹងជារបស់ប៉ាខ្ញុំចង់ធ្វើយ៉ាងម៉េចក៏បាន សួស្តីអ្នកនាងណាន់ សួស្តីជំនួយការជាន លោកប្រធានកំពុងតែប្រជុំកន្លះម៉ោងទៀតទើបគាត់ចេញមកចាំតែសិនទៅ អត់ទេខ្ញុំគ្រាន់តែយករបស់មួយមុខឲ្យគេបើគេរវល់ខ្ញុំមិនរំខានទេជំនួយការជានជួយយកទៅឲ្យគេផងណា បាទចាំខ្ញុំយកទៅឲ្យគាត់ ចាអរគុណណាស់នាងមកទីនេះបានយ៉ាងម៉េចប្រធានហឺគេផ្លេចរបស់ទៅបានជាខ្ញុំយកមកឲ្យអស់មែនហើយស៊ីជានតកូលហឺមានចៅទួតដែរមែនទេហេតុអីបានជានាងដឹងក្មេងម្នាក់ហ្នឹងអាយុប្រហែល10ឆ្នាំខ្ញុំបានឮមកថាកូនប្រុសទាំង3នាក់នេះមិនទាន់មានអ្នកណារៀបការទេកូនប្រែច្បាប់ណាហ៎របស់អ្នកណាទៀតគឺហឺស៊ឺអ៊ីនឹងហើយតកូលហឺរបស់គេអាចមានអ្នកណាផ្សេងទៀតទៅលោកពូតូចនាងគិតសាកមើលទៅលោកប្រុសហឺធំចរិតល្អរៀងពូកែលោកប្រុសហឺទី2សុភាពទន់ភ្លន់គឺមានតែហឺស៊ឺអ៊ីម្នាក់ហ្នឹងហើយអញ្ចឹងតាបានជាចរិតអាក្រក់ដូចជាហឺស៊ឺអ៊ីមិនខុសទាល់តែសោះក៏ប៉ុន្តែក្មេងម្នាក់ហ្នឹងនៅក្រៅប្រទេសតាំងតែពីក្មេងមិនសូវចេញមុខទេខ្ញុំគិតថាតកូលហឺមិនសូវពេញចិត្តប្រហែលទេអូលើកមុនក្នុងកម្មវិធីរបស់លោកស្រីហឺក៏មិនឃើញដែរមានកូនមុនរៀបការបាត់បង់គេឈ្មោះទោះបីមនុស្សផ្ទៃក្នុងមិននិយាយប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងកុំថាតែរឿងផ្សេងគ្រាន់តែរឿងរៀបការក៏ពិបាកដែរនាងប្រហែលជាមិនដឹងទេនៅក្នុងក្រុងបៃកាំងនេះមានមនុស្សស្រីតម្រង់ជួបគ្នាដើម្បីធ្វើម្ដាយចុងរបស់គេច្រើនកម្រិតណាគិតមើលទៅដល់ទៅជាកូនប្រុសរបស់ហឺស៊ឺអ៊ីគ្រាន់តែនិយាយដល់ឈ្មោះហឺស៊ឺអ៊ីគេក៏ព្រមដែរសំបីតែលោកជីក៏មានមនុស្សស្រីមកដណ្ដើមគ្នាដែរលោកនេះពិតជាអន់ថយពិតមែន មិនចង់ទៅផ្ទះមិនចង់ទៅសាលាហើយចង់ធ្វើអ្វី លោកប្រធានហ៎ខាងសាលាបានមកប្រាប់ថាមានរឿងឆ្លោះគ្នាក្មេងទាំងពីរនាក់ត្រូវរបួសមិនសូវល្អទេខាងសាលាគេយល់ដល់ត្រកូលទើបបានជាមិនដាក់ពីបណ្ដឹង ហេតុអីកុំកល់រឿង ពួកគេជឿខ្ញុំថាកូនក្រៅច្បាប់ ប្រាប់តែកងឡានទៅ
ជួនគេទៅវិឡាប៉ុនស៊ី បាទលោកប្រធានហ៎គឺបានជូនទៅរួចរាល់ហើយ ក្មេងពីរនាក់យ៉ាងម៉េចហើយ បានមកជូនទៅមន្ទីរពេទ្យហើយមិនធ្ងន់ធ្ងរទេពីអាទិត្យទៀតត្រឡប់ទៅផ្ទះវិញហើយខ្ញុំនឹងចាត់ការរឿងនេះស្ងាត់ សងជំងឺចិត្តក្មេងទាំងពីរនាក់ទៅ បាទអូមែនហើយមិញនេះនាងណាន់មិនចោលរំខានទើបបានជាផ្ញើជាមួយខ្ញុំ នាងប្រហែលចំចោលរងចាំទេរឿងមួយក៏ត្រូវខ្ញុំទៅរកនាងដល់ខ្លួនឯង យើងជួយជាក់ស្រាប់ហើយថាគម្រោងការនេះនឹងបានសម្រេច មែនហើយលោកពុកយ៉ាងណាត្រកូលឈិនក៏រួមដៃខាងយើងជួយតាក់ទងឲ្យទើបបានទទួលឱកាសល្អបែបនេះប៉ុណ្ណឹងក៏អាចខ្លាយទៅជាគ្រោងការអភិវឌ្ឍក្រុងបានហើយចាត់ទុកថាទទួលបានជោគជ័យហើយ សំណាងល្អដែលតកូលទាំងពីរជាប់ទំនាក់ទំនងនឹងគ្នាទើបតកូលឈិនជឿជាក់លើពួកយើងបងជឿនប្រាប់ថាពួកយើងជាគ្រួសារតែមួយប្រកាសជាជឿចិត្តគ្នាស្រាប់ហើយ អូសានីមកដល់ល្មមតាចង់និយាយជាមួយបន្តិច អញ្ចឹងមែនទេមានរឿងអីហី គ្រោងការអភិវឌ្ឍទីក្រុងរបស់ត្រកូលឈិនទទួលបានជោគជ័យដោយរលូនប៉ុន្តែប្រហែលថ្ងៃទៀតនឹងមានពិធីជប់លៀងត្រកូលឈិនប្រាប់ថាឥឡូវនេះមានមនុស្សមកបដាក់ទុនជាមួយថែមទៀតផង សុំត្រេកអរជាមួយលោកប៉ាផងណាលោកតា ក្រុងការត្រកូលឈិនណែនាំគឺជាគម្រោងការរបស់ត្រកូលទូ ត្រកូលទូហ៎ឱកាសនេះណាមិនងាយនឹងរកបានទេតកូលទូមានកេរ្តិ៍ឈ្មោះមិនចាញ់តកូលឈិនប្រហែលទេណាកូនប្រុសបើសប្តាហ៍ថ្ងៃនេះនៅមិនទាន់មានគូស្រករទេទើបម៉ាក់គិតថាចង់ណែនាំគូស្រករទុកឲ្យកូនឥឡូវនេះតកូលឈិនជាអ្នកនៅកណ្ដាលឲ្យពួកកូនបានស្គាល់គ្នាមើលថាស័ក្តិសមទេ ទូចៅបានរូបភាពនិងព័ត៌មានផ្ទាល់ខ្លួនឯងហើយពេញចិត្តនឹងឯងខ្លាំងណាស់គេស្នើសុំដល់ខ្លួនឯងសុំជួបគ្នានៅស្អែកថ្ងៃត្រង់ ពិធីរៀបការដែលល្អដល់ថ្នាក់នេះផ្លែមលើកដៃខ្ញុំបានចឹងហ៎បងស្រីការទៅមើលខ្លួនលើកនេះអ្នកមីងឈិនជាអ្នកចេញមុខដោយខ្លួនឯងទើបតកូលទូយល់ព្រមបើមិនមែនតំណែងតំណងល្អបែបនេះដោយសារគុណសម្បត្តិរបស់បងមើលទៅគេអាចនឹងមិនចាប់អារម្មណ៍ផងឱកាសល្អបែបនេះត្រូវតែសវត្ថទុកណាតែខ្ញុំគិតថាតកូលឈិនក៏មានកូនស្រីឱកាសដែលល្អបែបនេះហេតុអីមិនសវត្ថទុកខ្លួនឯងបងជឿហាន់មានមនុស្សដែលចង់ភ្ជាប់ពាក្យជាមួយហើយអញ្ចឹងមែនទេមែនហើយអ៊ំស្រីឈិនតាំងចិត្តឲ្យបងជឿហាន់ភ្ជាប់ពាក្យជាមួយលោកប្រុសទី3តកូលហើតកូលឈិនមានឋានៈខ្ពស់ជាងយើងពួកគេត្រូវតែរើសមនុស្សដែលល្អបើសិនឈិនជឿហាន់មិនសម័យខ្ពស់ឱកាសនេះក៏មិនបានមកដល់កូនដែរម៉ាក់ក៏ចាំឱកាសមករហូតថានឹងរកគូក្រុងឲ្យពេលនេះមានឱកាសហើយកូនកុំឲ្យឱកាសល្អបែបនេះរអ៊ូតពីដៃណាបានមីងឈិនមានបំណងល្អហើយខ្ញុំនឹងមិនធ្វើឲ្យខកបំណងទេល្អណាស់ម៉ាក់នឹងផ្ញើពេលវេលានឹងទីកន្លែងឲ្យណាស្អែកនេះកូនកុំភ្លេចធ្វើខ្លួនឲ្យស្អាតណាស់លីទេម៉ាក់ទុកចិត្តទៅទូយ៉ាងប្រកាសជាស្រឡាញ់បងស្រីមិនខានទេអាល្មមគាត់មហាននឹងវាស្រឡាញ់គ្រប់គ្នានឹងនាងស្រីសុបសែនណានសាន់នេះទោះបីជាគ្មានអ្វីល្អតែមុខមាត់ក៏ស្រស់ស្អាតគ្រាន់បើបើនាងរៀបការជាមួយទូយ៉ាងមែននាងនឹងត្រូវយើងចង់ឈ្លីអស់មួយជីវិតមិនខានអូខេស្អែកនេះខ្ញុំមានធុរៈហើយចាំថ្ងៃខាងស្អែកទៅអញ្ចឹង លោកប្រធានហឺលោកឧស្សាហ៍មកមើលទីនេះខ្ញុំត្រៀមអាហារថ្ងៃត្រង់ទុកសង្ឃឹមថាលោកនឹងបានផ្ដល់កិត្តិយស នេះមែនទេធុរៈរបស់នាង ណែអ្នកនាងណាន់សួស្ដី ចាសួស្ដី មិននឹកស្មានថាអ្នកនាងណាន់ស្អាតជាងនៅក្នុងរូបទៅទៀតនិយាយតាមត្រង់ខ្ញុំមិនសូវចង់មកប្រហែលទេតែយល់ដល់អ្នកនាងទើបតែមកពីជនបទប្រហែលជាមិនសូវជាមានចំណេះដឹងខ្ញុំទើបតែមកពីរៀនបរទេសគឺច្បាស់ថាវាមិនស័ក្តិសមនឹងគ្នានោះទេ ប្រកូលណាមិនបានយករូបឬព័ត៌មានផ្ទាល់ខ្លួនឲ្យខ្ញុំដឹងតតែសោះនេះមិនមែនជាការមើលខ្លួនបែបធម្មតាទេតែមើលទៅទូយ៉ាងជាអ្នកជ្រើសរើសតែម្ខាង តែពេលដែលបានជួបគ្នាខ្ញុំមានអារម្មណ៍ថាអ្នកនាងណាន់ពិតជាត្រូវនឹងជំរឿនរបស់ខ្ញុំខ្លាំងណាស់បានជានោះខ្ញុំនឹងកំណត់ថ្ងៃភ្ជាប់ពាក្យតែម្ដងហើយយប់នេះខ្ញុំនឹងនាំអ្នកនាងទៅលេងទន្លេហើយទៅជួបមិត្តរបស់ខ្ញុំទៀតផងស្រីស្អាតបែបនេះខ្ញុំចាំដល់ថ្ងៃរៀបការមិនបានទេ លោកប្រទូរឿងការរៀបការនេះខ្ញុំមិនទាន់យល់ព្រមទេ អូមិននឹកស្មានថាអ្នកនាងណាន់រក្សាអិរិយាបថបានល្អដល់ថ្នាក់នឹងទេមែនហើយយ៉ាងណាក៏មកពីគ្រួសារមានកិត្តិយសត្រូវតែរក្សាអិរិយាបថឲ្យបានល្អអញ្ចឹងនៅមិនទាន់រៀបការពួកយើងមកតាក់ទងគ្នាសិនតើល្អអាចទេ សុំទោសលោកប្រទូខ្ញុំមិនពេញចិត្តលោកទេ មកធ្វើខ្លួនជាមនុស្សថ្លៃថ្នូរស្អីទៅសម្លឹងមើលខ្លួនឯងនៅចំណុចណាទើបមានសិទ្ធិមិនពេញចិត្តយើង បើលោកជឿជាក់លើខ្លួនឯងហេតុអីចាំបាច់ជាយាមសម្ដែងដែរនោះព្រោះលោកស្គាល់ពីខ្លួនឯងច្បាស់ថាលោកគ្មានសិលធម៌ យើងគ្មានសិលធម៌មែនទេនេះជួយអ្នកណាហ៊ានមកពាក់ព័ន្ធវិញគឺអ្នកប្រតិបត្តិប្រដេកជើងប្រដេកជើង ហ៊ានហើយបាត់ជាចៃដន្យមាន នាងមកធ្វើស្អី អ្នកផ្ទះឲ្យខ្ញុំមកមើលខ្លួន មើលទៅពិតជាលះបង់មែន ចាស់មែនហើយព្រោះអ្នកផ្ទះសង្ឃឹមលើខ្ញុំទៅខ្ញុំព្យាយាម លោកប្រធានហឺនេះឲ្យចាត់ការយ៉ាងម៉េចទៅឲ្យមនុស្សចូលមកនាំ ក្រុម ទៅ ខាងត្រជា អរគុណប្រធានហឺដែលបានជួយ មើលទៅថ្ងៃនេះត្រៀមខ្លួនបានល្អណាស់ បានមកពីក្នុងអ៊ីនធឺណិតពិតជាប្រាប់បានល្អមែន ទុកបានហើយនៅខ្ញុំខ្លាចថាគិតហើយមិនដឹងប្រាប់ដល់ម្ចាស់ផ្ទះយ៉ាងម៉េច គិតខ្លះហើយអញ្ចឹងខ្ញុំទៅសិនហើយ ឈប់សិនបើសិនជានាងបងខ្ញុំអាចនឹងមានចិត្តល្អជួយដល់នាងណា បញ្ហារបស់ខ្ញុំគួរចាត់ការដោយខ្លួនឯងប្រធានហឺគួរតែចាត់ការរឿងនៅក្នុងគ្រួសាររបស់លោកវិញទៅ
ខ្ញុំមានរឿងអីចេះ តូចយ៉ាងម្នាក់ហ្នឹងចូលចិត្តទៅកន្លែងស្មោកគ្រោកគេជាអតិថិជនប្រចាំនៅក្នុងកន្លែងដែលមានការប្រព្រឹត្តគ្រប់រូបបែបរឿងស្មោកគ្រោកគេធ្វើបានទាំងអស់ហ្នឹងគេឈ្មោះរបស់គេពិតជាស្អុយរលួយខ្លាំងណាស់គ្មានអ្នកណាព្រមឲ្យកូនស្រីទៅរៀបការជាមួយគេនោះទេនេះដូចច្រើននាងចូលក្នុងភ្លើងអញ្ចឹងមានតែកូនឈិននៅកណ្ដាលតែកូនពួកគេក៏ស្អុយរលួយដែរឃើញច្បាស់ថាពួកគេចាំតែយកផលប្រយោជន៍ពិតជាហ៊ានខ្លាំងណាស់ ណានសាន់នេះម្នាក់នេះកាន់តែផ្ដេសផ្ដាស់ហើយ នៅមានមុខត្រឡប់មកវិញទៀតនាងធ្វើស្អីទៅទូយ៉ាង ណានសាន់នេះនាងដឹងទេថាទូចៅជាកូនប្រុសដែលតែកូនចៅស្រឡាញ់ខ្លាំងបំផុតនាងធ្វើឲ្យគេខឹងហើយឲ្យតែកូនណានឈរនៅក្នុងរង្វង់ធ្វើកិច្ចនេះបានយ៉ាងម៉េចសាន់នេះហេតុអីបានកូនមិនចេះគិតអញ្ចឹងម៉ាក់នៅប៉ះមិនដឹងពីទង្វើរបស់ទូចៅសូម្បីតែបន្តិចមែនទេ ត្រកូលទូនៅលំដាប់ណាឯងតាក់ទងបានវាពិតជាសំណាងរបស់ឯងហើយនៅមានរឿងច្រើនទៀតមិនមើលខ្លួនឯងសោះថាមានអ្វីខ្លះ មែនហើយទូយ៉ាងអាយុនៅតិចទើបបានទៅចូលចិត្តភាពសប្បាយមានមនុស្សប្រុសណាខ្លះដែលមិនមានស្រីនោះពេលដែលរៀបការរួចហើយគេនឹងជប់តែខ្លួនឯងកូនគួរចេះប្រមាណខ្លួនខ្លះផងបើតកូលយើងអាចជប់តែអ្នកទំនងបានទុកថាធ្វើបុណ្យ7វត្តហើយអ្នកទាំងទីប៉ាម៉ាក់និយាយត្រូវព្រោះតែខ្ញុំនៅក្នុងព្រៃភ្នំយូរពេកមិនអាចជួបមនុស្សម្នាឲ្យតែនៅជាមួយនឹងមនុស្សប្រុសប្លែកមកតែម្នាក់ឯងទើបខ្ញុំមានអារម្មណ៍ថាខ្លាចថ្ងៃនេះព្រោះតែខ្ញុំឆេវឆាយពេកខ្ញុំក៏ខូចចិត្តដែរសិនយ៉ាងម៉េចហ្នឹងនាងគូតឡូឡាឲ្យទៅមិនចេញពីផ្ទះហើយក្រោយមកក៏ត្រូវប៉ាឲ្យនឹងម៉ាក់បង្ខំឲ្យរៀបការជាមួយទូចៅឲ្យបានលោកប៉ាអ្នកម៉ាក់ខ្ញុំសូមឱកាសម្ដងទៀតឲ្យខ្ញុំនឹងទូចៅបានជួបគ្នាម្ដងទៀតទៅខ្ញុំនឹងសុំទោសគេបើតកូនណានិងតកូនឈិនត្រូវការច្រើនខ្ញុំធ្លាក់ចុះនៅរូបអញ្ចឹងឲ្យភ្លើងនេះដុតកំទេចពួកគេឲ្យខ្លួនឯងទៅ ប៉ានឹងម៉ាក់សុំបោះចំនួននាងហើយទូយ៉ាងប្រាប់ថាផ្ដល់ឱកាសឲ្យនាងម្ដងទៀតនេះជាសន្តាគារដែលគេកក់ទុក សន្តាគារមែនទេគួរធ្វើម្ដងខ្លាំងណាស់ ខ្ញុំក៏សុំទឿននាងកុំធ្វើឲ្យត្រកូលគេក្តៅក្រហាយបើនាងធ្វើឲ្យត្រកូលយើងមានបញ្ហារងចាំលទ្ធផលទៅ ខ្ញុំដឹងតែបើរៀបការមិនបានសម្រេចមិនត្រឹមតែមានបញ្ហាជាមួយតកូលទូទេថែមទាំងមានបញ្ហាជាមួយតកូលឈិនទៀត ដឹងហើយក៏ល្អ ខ្ញុំដឹងទៀតថាការរួមដៃជាមួយតកូលឈិនលើកមុនតកូលណានប្រើលុយតកូលឈិនប្រើខ្សែបណ្ដាញតែផលប្រយោជន៍ដែលបានតកូលណាន 30% តកូលឈិន 70% ហើយនឹងក្រុមការជាមួយតកូលទូទៀតតកូលណានលាក់បង់កូនស្រីម្នាក់ថែមទាំងចំណាយលុយបន្ថែមទៀតតែតកូលឈិនមិនអស់សូម្បីតែមួយសេនតែបែរជាបានក្រុមការដោយ free នាងចង់និយាយស្អីឲ្យប្រកប ខ្ញុំចង់ប្រាប់ថាមុនពេលដែលនាងស្នុកតំណែងតកូលណានសង្ស័យតកូលឈិនស្រុកយកអស់ទៅហើយនាងនៅសល់អីទៀត នាងនិយាយប្រាប់ស្អី អាឈិននាងខ្លួនឯងក៏ដឹងសើយ៉ាស្រឡាញ់ឈិនជាងអស់ពីបេះដូងដល់ថ្នាក់មិនទាន់រៀបការក៏ទ្រុសត្រាយផ្លូវឲ្យតកូលឈិនរួចហើយដល់ឆ្នាំក្រោយសើយ៉ារៀបការចូលទៅគ្រូសាឈិននាងគិតទៅថានាងយល់មុខតកូលណានដែរទេអាឈិនបងមិនដូចជាសើយ៉ាទេបងជាមនុស្សគំនិតចាស់បុរាណតែកូនប្រុសតែមួយនៅក្នុងតកូលអ្នកដែលបងអាចពឹងពាក់បានគឺអ្នកស្នុកតំណែងតកូលណានទៅថ្ងៃអនាគតដល់ណាខ្ញុំធ្វើល្អចំពោះតកូលវាដូចជាធ្វើល្អជាមួយបងអញ្ចឹងបងគឺជាអ្នកព្រមធ្វើឲ្យគ្រប់យ៉ាង បងជាមនុស្សប្រកាន់ខ្ជាប់ទំនៀមទម្លាប់ដើមវាល្អចំពោះបងណាបងព្រមធ្វើឲ្យគ្រប់យ៉ាង មនុស្សទាំងត្រកូលណានគ្មានអ្នកណាមានចំណិតចាស់បុរាណដូចជាសាន់នាងទៀតទេ ចឹងម៉េចនាងយកកណ្ដាស់ហើយនាងមុនពេលដែលនាងស្រុកតំណែងតកូលណាប្រហែលជាតកូលឈិនស្រុកយកអស់ទៅហើយនាងនៅសល់អីទៀតល្អណាស់ខ្ញុំនឹងប្រាប់ដំណឹងនេះឲ្យបងជើងដឹងសិន ណានស៊ីចាខ្ញុំសូមបន្តិចការរៀបការនេះត្រកូលណានជាអ្នកចេញលុយហេតុអីបានជាត្រកូលឈិនបានចំណាយច្រើនជាង អត់មានតកូលឈិនតកូលណាមានឱកាសចូលចិត្តតកូលទូដែរទេ ឲ្យត្រកូលណានបញ្ជូនកូនស្រីទៅដើម្បីគម្រោងការខ្លួនឯងមិនអស់លុយសុំអីតែមួយរៀលតែណានស៊ឺចាងបើជាតាំងចិត្តជួយត្រកូលឈិន អាឈិនពិតជាតំណែងដែលស្អិតមួយមែននិយាយតែប្រហែលម៉ាត់ក៏បែកបាក់ហើយអាឡូជាយ៉ាងតារាងការងាររបស់ HGE បើឲ្យនាងជ្រើសរើសធ្វើជាម្ដាយចុងគេមែនទេខ្ញុំគ្រប់គ្រងនាងតែការងាររបស់ HGE គឺជាអាកំបាំងគ្មាននរណាអាចឆែកមើលបានទេឆែកមិនបាននោះទៅហើយបើឆែកមិនបាននោះគេចឹងតែណាអញ្ចឹងស្រេចតែគេទៅអ្នកស្រីឈិនមិនបានជួបប្រហែលថ្ងៃទឹកមុខពិតជាស្រស់ថ្លាមែនម៉ាមកដល់ហើយហីលើកនេះយើងបានទទួលផលប្រយោជន៍រួមគ្នាក្រុមការធ្វើចេញមកក៏បានល្អទៀតពេលនេះចាំផឹកស្រាស្រីរបស់ឈិនជើងហើយត្រូវរៀបចំតាមលំដាប់ទៅឲ្យបងស្រីតាមមុនល្អជាងតកូលឈិនយើងគ្រប់តាមទំនៀមទម្លាប់ទើបតឹងរឹងនិងច្បាប់ទម្លាប់អញ្ចឹងណាអ្នកស្រីឈិនទុកចិត្តចោម្សិលមិញសាននីងនឹងទូចៅគ្រាន់តែមានរឿងយកច្រឡំគ្នាតែប៉ុណ្ណោះគ្មានអីទេទូចៅប្រាប់ថាចាប់ពីថ្ងៃនេះក៏បានជួបគ្នាហើយកំណត់ថ្ងៃរៀបការតែម្ដងម៉ាក់ខ្ញុំមានធុរៈសុំតែសិនហើយតិចចោទៅតាមនាងទៅចាំមើលថានាងចង់លេងល្បិចអីទៀតហេតុអីក៏ជួម្លេះស្ដាយឈុតឆាកសំខាន់មែនទេហើយអាណារបស់ទឹកអប់ក្លិននេះជួយជំរុញអារម្មណ៍បានល្អណាស់គ្រាន់តែដាក់នៅក្នុងបន្ទប់តែប្រហែលដំណក់មនុស្សប្រុសចិត្តធ្ងន់កម្រិតណាក៏ត្រូវតែព្រមចាំថាការរឿងរួចហើយខ្ញុំប្រកាសជាតបស្នងវិញតម្រង់ដល់ពេលហ្នឹងនាងខ្លាចជាអ្នកស្រីហើបាត់ទៅហើយចង់បានអីក៏បានស្រីអាក្រក់សានាងចង់ចាប់លោកប្រុសហើមែនទេនាងស័ក្តិសមដែរហីបើខ្ញុំបានដឹងរឿងនេះហើយឱកាសនេះគឺត្រូវតែជារបស់ខ្ញុំហើយចាំមើលចុះ
ទៅវិញហើយឈុតឆាកសំខាន់កំពុងតែចាប់ដើមហើយ លើប្រទូការសោអ្នកនាងណាន់ផ្ញើមកហ៎ធ្វើអញ្ចឹងទៅទៅចុះនាងវិញអ្នកនាងណាន់ក៏កំពុងតែធ្វើខ្លួនប្រហែលជាកន្លះម៉ោងទៀតនឹងខ្លួនត្រូវធ្វើខ្លួនឲ្យស្អាតដើម្បីខ្ញុំទៀតចាត់ទុកថាឆ្លាតដឹងហើយអ្នកនាងណាន់មកដល់ហើយ រឿងខ្ញុំចាត់ឲ្យធ្វើនោះរួចហើយនៅ រួចហើយបើលុយមកដល់របស់ក៏ទៅដល់ដូចគ្នា នេះ ត្រកូលឈិនបដៅកូនស្រីយ៉ាងម៉េចនឹងយើងគិតថាត្រកូលឈិនស្ដាយក្រុមការត្រកូលទូទៅវិញទេទើបបានជាតបាក់យកខ្លួនឯង ព័ត៌មានខាងក្រៅពេលនេះកំពុងតែល្បីស្ដាប់ហើយរមាស់តែជាបើតកូលឈិននិងតកូលទូខឹងគ្នាពីព្រោះតែរឿងនេះ ឲ្យខ្ញុំចេញមកតែអធិប្បាយថាពួកគេតាក់ទងគ្នាបែបជាគូស្នេហ៍ខុសមកពីខ្ញុំដែលយកការផ្សោខកបន្ទប់ទៅចុះបន្ទប់ខុសខ្លាំងជារឿងយល់ច្រឡំបែបនេះ ណែធ្វើឲ្យឯងពិបាកចិត្តពីទីដឹង លោកតាសុំតាមតែរក្សាកេរ្តិ៍ឈ្មោះឲ្យតកូលបានបើខ្ញុំអាចជួយបាននោះភាពលំបាកចិត្តនេះមិនប្រហែលទេហើយម្យ៉ាងទៀតបើអាចរកផ្លូវចេញឲ្យតកូលទាំងពីរបានគេប្រកាសជាជំពាក់គុណបុណ្យតកូលណានបែបនេះមិនល្អជាងទេ ក្មេងស្រីម្នាក់នេះពិតជាពូកែគិតមកចាត់មែនមិនដូចអ្នកខ្លះទេចាំអស់តែបាយអស់តែអង្គមិនចេះសងគុណអីសោះហើយ ខ្ញុំទៅសម្រាប់សិនហើយណាំសានីងនាងបោះប្រាស់ពួកគេបានតែមិនអាចបោះប្រាស់យើងបានទេវិធីការរបស់នាងយើងដឹងអស់ហើយអូខ្លាចហើយមែនទេយើងតែខ្លាចធ្វើអីទោះបីស្រែកឲ្យគេលឺក៏មិនអាចជួយចិត្តក្លាហានបានដែរថ្ងៃនេះខ្ញុំតាំងចិត្តបិទសម្លេងទូរស័ព្ទដើម្បីកុំឲ្យប៉ះពាល់ផែនការរបស់ខ្ញុំតាមពិតស៊ីរកខ្ញុំច្រើនដល់ថ្នាក់នេះ លើកនេះត្រកូលឈិននិងត្រកូលទូឲ្យមនុស្សមកអរគុណយើងទៀតផងជាពិសេសត្រកូលទូអរគុណឯងខ្លាំងណាស់ទើបស្នើឲ្យពួកយើងរួមបណ្ដាក់ទុននៅក្នុងក្រុមការថ្មីរបស់ពួកគេ ខ្ញុំចូលរួមត្រេកអរផង ទាំងអស់នេះជាសមិទ្ធផលរបស់ឯង លោកតាសរសើរពេកហើយទាំងអស់នេះខ្ញុំគួរតែធ្វើផលប្រយោជន៍តកូលតែមកមុនក្នុងឋានៈត្រកូលណាននឹងធ្វើល្អចំពោះត្រកូលណានសូមត្រឹមតែលោកតាសប្បាយចិត្តរឿងនេះខ្ញុំស័ក្តិសមនឹងធ្វើហើយ ល្អក្រុមការរបស់ត្រកូលទូសំខាន់ចំពោះគ្រួសារយើងខ្លាំងណាស់បើយកមកបាននឹងមិនអាចបំភ្លេចឯងជាដាច់ខាតម្ដងនេះតានឹងប្រគល់ភាគហ៊ុនទៅឲ្យឯង 10% ចូលធ្វើការនៅក្នុងក្រុមហ៊ុនរួចឧបត្ថម្ភប៉ារបស់ឯងទៀត 10%ហ៎ខ្ញុំមិនបានហ៊ុនសុំអីតែបន្តិចស្រីអ្នកនេះមានសិទ្ធិអី ខ្ញុំមានតែ30%តែប៉ុណ្ណោះនៅមិនទាន់ចូលក្រុមហ៊ុនផងបាន1ក្នុង3ភាគខ្ញុំហើយ អរគុណច្រើនលោកតានៅក្នុងត្រកូលនេះគ្មានមនុស្សចេតនាមានតែផលប្រយោជន៍បើអញ្ចឹងមែនណានសានីងនាងមានតម្លៃខ្លាំងណាស់ ល្អណាស់ភ្លេងព្រិលសដោយស្លឹកឈើជ្រុះនេះខ្ញុំពិតជាចូលចិត្តណាស់បើអ្នកដទៃលេងដូចជាគ្មានជីវិតជីវ៉ាអីទេតែចាប់បីដងវែងដែលនាងលេងមានជីវិតជីវ៉ាដូចជារដូវស្លឹកឈើជ្រុះពិតមែនយ៉ាងចឹងក្មេងម្នាក់នេះធម្មតាគឺមើលទៅសភាពចិត្តត្រជាក់មិនស្មានថាលេងភ្លេងបានពីរោះដល់ថ្នាក់នេះ លោកយាយសរសើរពេកហើយ ហេតុអីត្រឡប់មកវិញហើយ ខ្ញុំត្រឡប់មកយករបស់ ឲ្យស៊ីជីនត្រឡប់មកក៏បានដែរមិនចាំបាច់ត្រូវមកខ្លួនឯងទេ ខ្ញុំឆ្លងកាត់មក មែនហើយសាន់នាងអូដូចជាភ្លេចទៅប្រហែលថ្ងៃមុនលោកគ្រូជិមសៀនបានឲ្យប័ណ្ណភ្លេងមួយមកខ្ញុំនាងចាំសិនណាខ្ញុំទៅយកមកឲ្យមើល ណារឿងរបស់ទូយ៉ាងមិនទៅហើយ ត្រកូលទូមកសុំទោសត្រកូលណានហើយក៏ប្រគល់ក្រុមការថ្មីមកឲ្យខ្ញុំម្យ៉ាងវិញទៀតខ្ញុំមិនចាំបាច់រៀបការទៀតទេ នៅនេះប្រហែលជាមានសេចក្តីសុខហើយមែនទេ អូមែនហើយខ្ញុំទើបតែឃើញថាខ្ញុំមិនបានទទួលទូរស័ព្ទពីប្រធានហើយច្រើនណាស់ខ្ញុំមិនសូវចេះប្រើទូរស័ព្ទទើបមិនបានឃើញ ប្រហែលជាភ្លេចខ្លួនទៅប៉ះទើបបានជាទេរង រឿងការពីលើកមុនខ្ញុំសុំទោសលោកផងណាការពិតទៅខ្ញុំតាំងចិត្តឲ្យណានជាងហានគិតថាជាបន្ទុករបស់លោក ហេតុអីក៏នៅសុកនិយាយការពិតអញ្ចឹង នឹងក៏ព្រោះតែខ្ញុំមិនចង់កុហកលោក សាន់នាងមើលទៅនេះអូយព្រះហើយខ្ញុំមកលឿនពេកមែនទេសាន់នាងចាភ្លេងនេះខ្ញុំឲ្យនាងអរគុណដែលបានមើលជាយាយពិតជាសប្បាយចិត្តណាស់ អរគុណច្រើនលោកយាយអញ្ចឹងខ្ញុំសុំទៅវិញសិនហើយលើកក្រោយចាំមកម្ដងទៀត នាងមិនញ៉ាំបាយសិនទេខ្ញុំឃើញអ៊ំស្រីគាត់ធ្វើ cake strawberry រួចហើយក ុំអីល្អជាងខ្ញុំមានណាជាមួយជាយរួចហើយលោកយាយខ្ញុំទៅសិនហើយ ចាំខ្ញុំជួយទៅ អូមែនហើយប្រញាប់ទូមកនាងទៅ ចាំជួបគ្នាទៀតណា ជូនជាយើងទឹកទៅយាយមើលកុយទៀតហើយមែនទេ លោកដឹងថាយាយមួយគូជាកន្លែងបែបម៉េចតែបែរជាមិនអត់ទានខ្ញុំសុំអី ព្រោះ ទេ តែខ្ញុំគិតថានាងចង់ទៅឬមួយក៏នាងណានមិនចូលចិត្ត លោកនេះអរគុណហើយដែលបានជូនមក ហើយជួនណាន កូនក្រៅច្បាប់ម្នាក់នឹងតា
លោកពូតូចអបអញមិនហើយគេថាម៉េចឈួតហើយជាកូនអ្នកណាទៅមិនដឹងដែរព្រះជាម្ចាស់នឹកស្មានមិនដល់ថាមិនមែនជាលោកប្រុសទី3ថ្ងៃនេះខ្ញុំបានសារភាពជាមួយគេរឿងដែលកើតឡើងនៅស្ថានភាពហើយសារភាពហេតុអីបានជានាងនឹងមានសុវត្ថិភាពមិនមានរឿងអីកើតឡើងអញ្ចឹងខ្ញុំសារភាពអស់ហើយនៅមានអីកើតឡើងទៀតទេខុសពីធម្មតាគេមានអារម្មណ៍អាក្រក់ដល់ថ្នាក់ហ្នឹងព្រមដោះលែងបានចឹងម៉េចសានីងខ្ញុំមានអារម្មណ៍ថាគេស្រឡាញ់នាងហើយណា តាមដានមកគូតែចាត់ការយ៉ាងម៉េច បាញ់មិញអ្នកនាងណាម្នាក់ហ្នឹងគឺជាមនុស្សស្រីដែលលោកពូស្រឡាញ់មែនទេ មិនមែនជារឿងរបស់អញទេ លោកពូនៅមិនតាន់តាក់ទងគ្នាទេមែនទេ ហើយយល់ណាចង់ត្រឹមប៉ុណ្ណេះទេ លោកពូតូចខ្ញុំប្រាប់ទៅចុះដូចជាលោកពូនេះពិបាករកមិត្តស្រីណាបាញ់មិញលោកពូមិនបាននិយាយពីល្អសុខអីតែមួយម៉ាត់ គេពុនយន្តហោះជុំគេត្រឡប់ទៅទៅ ចាំខ្ញុំចាត់ការ ឈប់សិនខ្ញុំអាចប្រាប់បានថានាងចូលចិត្តមនុស្សប្រុសចឹងម៉េចជាការប៉ັດណា អញធ្លាប់ជួបនេះមែនទេ តែក៏ជាធ្លាប់ជួបហើយតែដែលខ្ញុំត្រឡប់មកវិញគ្នាណាបងផ្លូវចូលហួរយ៉ាងនៅពេលហ្នឹងគ្រាន់តែនាងឃើញមកខ្ញុំនាងក៏ប្រាប់ថាខ្ញុំសង្ហាខ្លាំងណាស់មិនធម្មតាទេសង្ហាបែបឆ្លងភព អញ ណា គេថាជើងនេះមិនជួនអញត្រឡប់ផ្ទះឡើយនេះទេ ជាការប៉ັດណានាងថែមតែបដាខ្ញុំទៀតផងត្រូវមានសុជីវធម៌កុំគិតថាខ្លួនឯងសង្ហាហើយធ្វើអីតាមតែចិត្តលោកពូតូចលោកពូថាតែមើលនាងតាំងរឹងដល់ថ្នាក់នេះលោកពូចេះតែមិនបានទេត្រូវតែបាយលុកលោកពូតូចអូតែអស់មក8ដងហើយដូរសាប់បន្តជាខ្ទេចខាងទេ អញជឿទេថាយើងមកយន្តហោះមកជួនអញទៅអូស្ត្រាលីឥឡូវនេះភ្លាមទេ ខ្ញុំតែដេកសិនហើយ ក្រុមការដែលយើងបានដាក់ទុនលើកនេះគឺចាប់ផ្ដើមការងារបានល្អថ្ងៃនេះត្រកូលច័ន្ទបានយកលិខិតអញ្ជើញមកប្រាប់ថាថ្ងៃនេះអ្នកនាងច័ន្ទធ្វើកម្មវិធីភ្លក់ស្រាក្រហមអញ្ចឹងពួកឯងទៅពីរនាក់ទៅបន្ថែមតំណែងតំណងអាចប្រពន្ធអ្នកដទៃមកបណ្ដាក់ទុនជាមួយបានយល់ព្រមទេ ចាក់បានលោកតា ប្រញាប់ញ៉ាំទៅលោកប្រធានហើយថ្ងៃនេះអ្នកនាងច័ន្ទបាត់ចាន់បាទ ឈប់សិនសាននីងតាណាទៀតថ្ងៃនេះ បងចឹងសានីងស្រាក្រហមនេះរសជាតិឆ្ងាញ់ណាស់សាក់មើលនាងក៏មកដែរហ៎មិនមែនព្រោះតែនាងត្រូវមកទេទើបខ្ញុំមកគ្រប់គ្រងនោះអីក្រែងច័ន្ទអ៊ីជីងម្នាក់នឹងធ្វើបាបនាងពិតជានាងទឹកចិត្តមែននេះជាស្អីហ្នឹងវិធីភ្លក់ស្រាក្រហមរបស់ខ្ញុំនេះទទួលតែអ្នកនាងចាញ់ចឹងតែប៉ុណ្ណោះហើយហេតុអីគ្មានការអញ្ជើញចូលមកបាននិយាយដល់ខ្ញុំហ៎ចាំមានអ្នកណាទៀត អ្នកនាងជីក៏យកលិខិតអញ្ជើញមកជាមួយដែរ អ្នកណាអត់កាន់អញ្ជើញអូខ្ញុំឲ្យម៉ែខ្ញុំទៅសុំពីម៉ែរបស់នាងណា ថ្ងៃនេះពិតជាអ៊ូអរមែនទែន ខ្ញុំគិតថាពួកលោកមិនបានមកទេមើលភាពលេះលះរបស់នាងទៅដូរទឹកមុខលឿនជាងសន្លឹកនេះទៅទៀតខ្ញុំគិតថាពួកលោកមិនបានមកទេមើលភាពលេះលះរបស់នាងទៅដូរទឹកមុខលឿនជាងសន្លឹកនេះទៅទៀតអេហើយជីនេះមកដល់ហើយខ្ញុំទៅសិនហើយណាស៊ូស៊ូស៊ូស្រីចាសុំចូលកាយមួយមកចូលមួយ ស្រីលោកហាខាងជិះនេះយូរ សុំចូលកាយមួយ ចាំបានទៀតហ្នឹង ប្រយ័ត្នផងណា ស្រីឈូតលើកមុនប្រាប់ថាខ្ញុំប្រាប់របស់ខ្លាំងៗលើកនេះនៅមានមុខចេញមកទៀត ប្រយ័ត្ន លោកប្រហើមិនអីទេមែនទេ មានឈាមខាងនេះ មិនមែនរបស់ខ្ញុំទេគឺឈាមលោកនឹងហើយលោកប្រហើ មិនអីទេគ្រាន់តែរវល់តែងទុញតា លោកប្រទី3ហឺអាលឿនប្រយ័ត្នទៅពេទ្យទៅ ប្រយ័ត្នផងណា ហើយមិនអីទេមែនទេ សានីងមានរឿងអីហ្នឹងនាងមានរបួសមិនមែនរបស់ខ្ញុំទេជារបស់លោកប្រហើគេជួយបាំងខ្ញុំគេទៅវិញទេមានរបួសគេជួយបាំងឲ្យនាងមែនទេហាមនុស្សកែទៅតុងដូចទេមកជួយពាំងឲ្យស្រីស្អាតគេប្រកាសជាស្រឡាញ់នាងមិនខានទេហើយអីបែរដូររបស់ខ្ញុំលូតយកថ្នាក់នេះ កម្ពុជាក្រហមនាងជាអ្នកធ្វើមែនទេ អ្នកណាតដឹងទៅថាលោកប្រទី3ចូលមកជួយនោះ ចាំអ៊ីជីមិននឹកស្មានថានាងជាអ្នកធ្វើពិតមែនបាទថ្ងៃនេះកម្ពុជាក្រហមធ្លាក់ត្រូវសាននេះប្រហែលជាមិនចាប់ត្រឹមរបួសទេនាងមិនដឹងថាបានលទ្ធផលស្អី គ្រាន់តែធ្វើឲ្យដបសារក្រហមបែកតាគ្រាន់តែសងលុយក៏ចប់លំដាប់តកូនណាខ្ញុំមិនចាប់អារម្មណ៍ទេ នាងពិតជាល្ងងមែនឬក៏ធ្វើជាល្ងងទៅ គូសិនឈិងកំពុងតែសារក្រហមនឹងវិរុទ្ធដោយខ្លួនឯងនាងដឹងហើយក៏ធ្វើជាមិនដឹងទៅ រឿងស្អីដែលមិនកើតឡើង លោកប្រហើទី3លោកប្រហើទី3 កម្ពុជាកែងស្រាក្រហមខ្លួនបានយ៉ាងម៉េច ព្រោះតែបុគ្គលិកមិនបានប្រយ័ត្ន មកនិយាយពីអត់ប្រយោជន៍ចាងអ៊ីឈិននាងមកលេងល្បិចនៅចំពោះមុខខ្ញុំមែនទេ ខ្ញុំមិនបានធ្វើទេ កែស្រាដួលពេលណាមិនដួលចំពេលសាន់នេះនៅឈរទីនេះល្មមបើខ្ញុំមិនបានជំនួសនាងប្រកាសជាគ្រោះថ្នាក់ដល់ជីវិតជំខានទេ ធ្វើស្អីគេអត់ថ្នាក់ចេញមកជំនួសតាមសាំនេះហ៎ ប្រើដៃទៅទីសម្អាតស្អាតខ្ញុំមិនរករឿងបន្តទៀត គូសិនឈិង ខ្ញុំប្រាប់ហើយថាវាមិនងាយស្រួលទេ
នាងគួរតែសប្បាយចិត្តតែនាងរបួសតែមិនជាគេបើមិនអញ្ចឹងទេនាងប្រកាសជាត្រូវលេបជំនួសហើយថ្ងៃនេះអរគុណលោកប្រុសខ្លាំងណាស់អាឡូសានីងដឹងទេថាខ្ញុំបានលឺអីមកហើយសិអ៊ីម្នាក់នឹងបង្ខំឲ្យចាន់អ៊ីជីងតែដៃឬកំតិចបំណាច់កៅគួរឲ្យខ្លាចខ្លាំងណាស់ណាដៃរបស់នាងណាពោពេញតែដាច់ឈាមហានាងមិនជឿមែនទេ អ្នកសិក្សា លោកប្រុស លោកជិះនឹកដល់ទើបឲ្យខ្ញុំឈាមមកមើល លោកជិះនឹកខ្ញុំតែបាយជាឲ្យគេមករកអញ្ចឹងឯង មកឡាមក អាឡូលោកអ៊ំចាំមែនទេថ្ងៃនេះខ្ញុំត្រឡប់ទៅផ្ទះវិញជាមួយមិត្តភ័ក្តិចាំមែនហើយលោកអ៊ំមិនដាច់មកទេចាលោកអ៊ំទៅវិញចុះលោកប្រុសជូនខ្ញុំទៅចិត្តបានហើយចាំខ្ញុំឲ្យឡើងត្រឡប់ទៅវិញខ្លួនឯង ខ្ញុំជួយនាងទៅផ្ទះខ្លួនឯងចុះ មិនបានទេបើអ្នកដទៃឃើញវាមិនល្អទេ ពួកគេមើលឡាននេះមិនស្គាល់ទេ គេតាំងចិត្តដោះឡានមែនទេលើកមុនលោកជួយខ្ញុំរហូតដល់មានរបួសខ្ញុំពិតជាអរគុណណាស់ហើយក៏ឃើញថាដៃរបស់ចាំជាអ៊ីងមានរបួសអរគុណដែលឃើញចំនួនណាខ្ញុំទៅសិនហើយ ណានសានីង លោកប្រុសមានអីទៀតទេ ការអបសម្ដែងពីការដឹងគុណដែលនាងស្គាល់ពីទំនៀមទម្លាប់នេះទេ ក្នុងថ្នាក់រៀនសុជីវធម៌ការអប់ពិតមែនប៉ុន្តែត្រូវអប់ណៃដល់ថ្នាក់នេះមានដែរមែនទេ ទៅចុះ ថ្ងៃនេះត្រកូលច័ន្ទតាំងចិត្តផ្ញើកាដូមកឲ្យដើម្បីសុំទោសដល់ឯងតើទើបតែដឹងថាឯងត្រូវកំពូលកែវស្រាក្រហមធ្លាក់ត្រូវនៅក្នុងកម្មវិធីភ្លក់ស្រាក្រហមក្មេងម្នាក់នេះហេតុអីក៏មិនប្រាប់អ្នកផ្ទះមួយម៉ាត់ផងអញ្ចឹង លោកតាខ្ញុំមានសុខភាពទេខ្ញុំមិនចង់ឲ្យលោកតានឹងបានបារម្ភហើយម្យ៉ាងវិញទៀតជាងនឹងតកូលច័ន្ទក៏មានក្រុមការរួមគ្នាបើព្រោះតែខ្ញុំធ្វើឲ្យតំណែងមើលមកគ្នាមិនចំខ្ញុំក៏មិនសប្បាយចិត្តដែរ ពិតជាចេះគិតមកចាត់មែនទែន លោកតាខ្ញុំរៀនមហាវិទ្យាល័យមក2ខែហើយយល់ដឹងពីរឿងចំនួនច្រើនណាស់បានទទួលផលប្រយោជន៍មកបន្តិចទេតែខ្ញុំគិតថាការរៀននិងការអភិវឌ្ឍពិតជាខុសគ្នាណាស់ហើយដូច្នេះហើយខ្ញុំចង់រកបទពិសោធន៍នៅក្នុងក្រុមហ៊ុន រៀនមក2ខែប្រហែលជាអាចប្រើការបានហើយត្រូវដែរទេ លោកប៉ាចង់ឲ្យសានីគេធ្វើផ្នែកអីទៅ ផ្នែករដ្ឋបាលសិនស៊ឺយ៉ាក៏វឹកហាត់ការងារផ្នែកនឹងដូចគ្នាពួកឯងទៅពីអ្នកបងប្អូនក៏អាចមើលថែគ្នាបាន អត់ទេលោកតាខ្ញុំចង់ទៅវឹកហាត់ការងារនៅក្នុងក្រុមការផលិតទឹកនេះលំដាប់ខ្ពស់ខ្ញុំចង់ទៅវឹកហាត់ការងារក្នុងក្រុមការផលិតទឹកនេះលំដាប់ខ្ពស់ យ៉ាងណាក៏ជាធុរកិច្ចសំខាន់សម្រាប់ក្រុមហ៊ុនដែរនាងបញ្ញាពីរហើយ ព្រោះតែក្រុមការសំខាន់នេះហើយទើបខ្ញុំត្រូវទៅលោកតាតកូលណានយើងបើចង់អភិវឌ្ឍមួយកម្រិតទៀតក៏ត្រូវធ្វើឲ្យគ្រឹះរឹងមាំគិតចឹងមិនដែរ សម្ដីនេះទុកថាមានហេតុផល ចាំណាអនាគតតកូលណានក៏ត្រូវតែផ្ញើទៅលើអាឈិនកំពុងតែរៀនក្រោយពីបានចុះក្រុមហ៊ុនក៏ត្រូវទទួលតំណែងបន្តខ្ញុំក្នុងឋានៈជាបងស្រីក៏គួរតែប្រមូលព័ត៌មានរួមលុយបណ្ដាទុនក្រាបផ្លូវទុកឲ្យគេដែរ ខ្ញុំគិតថាបងស្រីនិយាយទៅ ninhពិតជាធ្វើដើម្បីគ្រួសារនិងបងប្រុសពិតមែន អញ្ចឹងខ្ញុំទៅដែរ ឯងទៅធ្វើអ្វីដែលគិតថាក្មេងលេងបេឡុកបេឡមែនទេចាប់ពីអាទិត្យក្រោយសាននីងទៅវឹកហាត់ការងារផ្នែកក្រុមផលិតផលតិចនិចលំដាប់ខ្ពស់របស់ក្រុមហ៊ុនសម្រាប់តាមនឹងទៅចុះ ចាស់លោកតា
ញ៉ាំបាយទៅ ចុះវាសនារបស់តកូនណាកំពុងតែផ្លាស់ប្ដូរហើយថាម៉េចហ្នឹងអញឈប់រៀនហើយហ៎អ្នកផ្ទះឲ្យខ្ញុំទៅហាត់ការងារនៅក្រុមហ៊ុនអូឡខ្ញុំអាចទៅសួរអ្នកមានជាមួយពួកនាងបានយ៉ាងម៉េចទៅមែនហើយក្រុមការដែលអញទៅប្រឹក្សាជាមួយនឹងចាន់លៀនបើអញធ្វើប៉ិតមែនខ្ញុំអាចបណ្ដាក់ទុនជាមួយបានណាជាការប៉ិតដល់ប៉ុន្តែលុយរបស់ខ្ញុំមានមិនច្រើនទេនាងមានប្រហែលមានតែ3លានគ្រប់ទេហោហៀខ្លាំងណាស់ខ្ញុំព្រមចាញ់ហើយខ្ញុំស៊ូជាមួយអ្នកមានដូចពួកនាងមិនបានទេណាហេនេះជារបស់អីអូនេះគឺសូកូឡាចាន់នាងឲ្យមកខ្ញុំម្សិលមិញពួកយើងតាក់ទងគ្នាហើយជាការប៉ិតមែនទេហើយរៀបការពេលណារៀបការពេលណាពួកនាងតាក់ទងគ្នាដែរមកចប់ពីអញ្ចឹងហ៎សានាងកំណត់ចាប់បរានរបស់នាងអាចវិវត្តឲ្យទាន់សម័យបន្តិចបានទេព្រោះពេលដែលខ្ញុំនិយាយជាមួយនាងខ្ញុំមានអារម្មណ៍ថាដូចជានិយាយជាមួយលោកជិញអញ្ចឹងបើពួកនាងមិនរៀបការហេតុអីក៏តាក់ទងគ្នាក៏ព្រោះតែស្រឡាញ់នឹងហើយស្រឡាញ់មែនទេហើយអ្វីទៅហេតុថាស្រឡាញ់នោះគឺការមានក្តីសុខគ្រប់ពេលដែលនៅជាមួយគេចូលចិត្តស្ដាប់អ្វីដែលគេនិយាយចូលចិត្តញ៉ាំបាយជាមួយគេចូលចិត្តក្លិននៅលើរាងកាយរបស់គេគ្រប់គ្នានេះជាក្មេងហាត់ការទើបតែមកថ្មីកុំភ្លេចស្វាគមន៍ផងណា សួស្តីខ្ញុំឈ្មោះសានីងអាចហៅថាសៀសាំងក៏បានមិនបង្ហាញកតាសញ្ញាពិតតែខ្ញុំអាចស្និទ្ធស្នាលជាមួយបុគ្គលិកជាន់ក្រោមបាន សិញសាំងពីថ្ងៃមុននេះក្រុមរបស់យើងបានចូលដេញថ្លៃនៅក្រុមហ៊ុនសិញហុងកំពុងតែស្វែងរកផែនការចុងក្រោយនាងសាស្នាប់ហើយរៀនយល់សាកមើលទៅណា ចាបាន និយាយតាមត្រង់ឱកាសឆ្នេះមិនមានច្រើនទេក្រុមហ៊ុនទាំងពីរដែលមកប្រកួតគឺសុទ្ធតែមានអំណាចខ្លាំងណាស់ជាពិសេសគឺក្រុមហ៊ុនសិញហុងព្រោះធ្វើការជាមួយសិញហុងយូរហើយពួកយើងមិនអាចធ្វើអ្វីពួកគេបានទេ ចឹងហោចណាស់ក្រោយពីការជ្រើសរើសពួកយើងក៏បានបំណាច់ឆ្នាំចំណែកដំណាក់កាលចុងក្រោយប្រហែលជាមិនសំខាន់ទេដឹងធ្វើការជាមួយគ្នាយូរមិនប្រកាសទេថាអាចចុះសម្រុងគ្នាខ្ញុំបានមើលឯកសារការរួមដៃគ្នាហើយឃើញថា2ឆ្នាំមុននេះលីនសឹងធ្វើការជាចាស់រាល់ឆ្នាំប្រកាសជាធ្វើឲ្យសឹងហុងមិនពេញចិត្តមិនខានទេ និយាយតទៅ ចំណែកក្រុមហ៊ុនមួយទៀតគឺហ្វឹងឧស្សាហកម្មទោះបីមានភាពជោគជ័យខ្ពស់ហើយឧបករណ៍ផ្គុំក៏មានភាពប្រណិតខ្លាំងណាស់តែតម្លៃខ្ពស់ខ្លាំងណាស់បើត្រូវការចំនួនច្រើនដើមទុនក៏កាន់តែកើនបើប្រៀបជាមួយនឹងជាហ្វឹងបានប្រៀបទៅលើតម្លៃជាងបើប្រៀបជាមួយលីមសឹងពួកយើងគួរតែជឿទុកចិត្តជាងហើយបើចាប់ដើមដោយផ្លូវពីរនេះពួកយើងក៏អាចមានឱកាស ឈ្នះហើយក្រុមការសិញហុងឈ្នះហើយការដេញថ្លៃ ល្អណាស់ ល្អបែបទេល្អសៀវសាំងម្ដងនេះអាចយកឈ្នះគឺដោយសារតែនាងក្មេងចំនួនក្រោយសោះពិតជាប្រកែមែន អ្នកបងដើម្បីក្រុមហ៊ុនជាអ្វីដែលខ្ញុំគួរធ្វើស្រាប់ហើយ ខ្ញុំទើបតែបានដឹងមកណានស៊ឺក្រុមរបស់យើងទទួលការងារធំពីសិញហុង training បានហើយនេះជាសមិទ្ធផលរបស់នាង លោកតាព្រោះតែលោកតាបង្រៀនបានល្អទៅវិញទេ នាងទើបតែចូលក្រុមហ៊ុនអាចសាងសមិទ្ធផលធំបានហើយលើកមុនដើម្បីការងារសិញហុងបានរបស់ឯងលះបង់បន្តិចនោះទេចុងក្រោយក៏មិនអាចយកមកបានបើឯងចូលពីក្រុមការផលិតបានល្អហើយនោះតានឹងឲ្យឯងជាអ្នកនាំក្រុមដោយខ្លួនឯង ចាអរគុណលោកតា ស្រឡាញ់នោះគឺការដែលមានក្តីសុខពេលដែលបាននៅជាមួយគេចូលចិត្តស្ដាប់អ្វីដែលគេនិយាយចូលចិត្តញ៉ាំបាយជាមួយគេចូលចិត្តក្លិននៅលើរាងកាយរបស់គេហើយស៊ឺអ៊ីនៅលើរាងកាយរបស់គេមានក្លិនយ៉ាងម៉េចដែរ សានីគិតអីមែនទេ ហេតុអីលោកប្រឆាំងមកបុកខ្ញុំញ៉ាំបាយអញ្ចឹង ខ្ញុំឃើញថាត្រកូលណានចង់បានក្រុមការសិនហុងយូរមកហើយចូលរួមរាល់ឆ្នាំធ្លាក់រាល់ឆ្នាំតែឆ្នាំនេះនាងអាចដេញថ្លៃបានគេឲ្យរង្វាន់អ្វីដល់នាងទេ ចាមានលោកតាប្រាប់ថានឹងឲ្យខ្ញុំទៅខាការងារមួយខែបើខ្ញុំស្ទាត់ជំនាញហើយគាត់នឹងឲ្យខ្ញុំដឹកនាំក្រុមតែខ្លួន នេះអត់បានរង្វាន់អ្វីទេនេះជាការងារគេស្គាល់ច្បាស់ណាស់ នេះជារង្វាន់ណាខ្ញុំហ៊ានបន្តទៀតខ្ញុំត្រូវការអំណាចដើម្បីគ្រប់គ្រង ការសារភាពស្នេហ៍អាស្រ័យទៅលើចង្វាក់អ្នកនាងណានទើបតែបានការងារធំមកនាងកំពុងតែមានសេចក្តីសុខឱកាសដែលបានសម្រេចគឺមានខ្ពស់ណាស់ ទីនេះមហូបឆ្ងាញ់របស់គេណាបរិយាកាសក៏ល្អទៀត ចូលចិត្តទេ ចូលចិត្តអរគុណណាស់ ការអរគុណគួរតែធ្វើយ៉ាងម៉េចខ្ញុំភ្លេចហើយ ជាក្លិនស្ត្រអ៊ូប៊េរីក្រអូបខ្លាំងណាស់ នេះគឺជាសុជីវធម៌
ជំនួសអរគុណយ៉ាងពិតប្រាកដ បែបនេះមែនទេនេះក៏ចាប់ទុកថាជាសុជីវធម៌ដែរមែនទេ អត់ទេវាជាការដែលខ្ញុំស្រឡាញ់នាង ស្អែកចេញពីការងារចាំខ្ញុំទៅទទួលណា នេះគឺសេចក្តីស្រឡាញ់មែនទេខ្ញុំពិតជាចូលចិត្តហើយ មិនថាំតែទេ លួចស្នាមថើរបស់ខ្ញុំមែនទេ អត់ទេឃើញលោកលក់សុកពេកទៅចង់ដាស់នឹងណា អញ្ចឹងមែនទេតែវិធីដាស់របស់នាងពិតជាប្លែកខ្លាំងណាស់ ហើសឺអ៊ី ណានសានីងអ្នកនាងស្រឡាញ់ខ្ញុំដល់តាមនេះផង ហើសឺអ៊ីប៉ណ្ណឹងបានហើយនៅខ្ញុំឃ្លានណា បានយើងទៅញ៉ាំបាច់មួយគ្នាទៅ តើកូនណានមិនឲ្យយើងញ៉ាំបាយទៅដឹង ខ្ញុំប្រើខួរក្បាលច្រើនពេកទៅបានជាឃ្លានបែបនេះខ្ញុំមិនចង់ឲ្យក្រុមហ៊ុនពិបាកទៅធ្វើការងារលើសពេល បាទអញ្ចឹងជាប់ពីជាមួយគ្នាបានទេធ្វើបាននេះអ្នកផ្ទះលេងមកខំនេះទៀតហើយ ចុះពីអីតែពួកយើងទៅតែតាក់ទងគ្នាទេណា ហើយយ៉ាងម៉េចសានីកុំលេងទូរស័ព្ទរំខានបាននេះបានទេ មិនបានទេ ហេតុអីទៅ ពួកយើងតាក់ទងគ្នាមិនទាន់បានប្រហែលទេរៀបការពេលនេះលឿនពេកហើយ អ្នកនាងសួរនរណាគេនឹង សួរបាយទូនោះអី សួរបាយទូមែនទេរឿងសំខាន់បែបនេះទៅសួរគេមែនទេ មែនហើយពេលខ្លះខ្ញុំក៏សួរ Diswik ឬ WeChat DVT អាចឈួនម្នាក់ណាទៅសរសេរការទូនៅក្នុងបាយទូ ចាប់ទុកថាមួយអាទិត្យទេពីលឿនពេកហើយនៅស្គាល់គ្នាមិនទាន់ច្បាស់នៅឡើយទេការរៀបការជារឿងធំបំផុតក្នុងជីវិតសម្រាប់ចិត្តក្តីក្តាស់មិនបានទេអ្វីដែលសំខាន់នោះបើខ្ញុំជាប់ពីជាមួយតកូលហើយមនុស្សក្នុងតកូលណាប្រកាសជាព្យាយាមយកចិត្តយកខ្លាំងខ្ញុំមិនខានហើយលើកដំណើរខ្ញុំដូចជាឆ្មាននំសំណាងហើយឲ្យនៅក្នុងតំណែងដែលល្អមើលតែគ្មានអំណាចការព្យាយាមរបស់ខ្ញុំនៅក្នុងក្រុមហ៊ុនស៊ីគ្រប់នឹងរលាយបាត់អស់មិនខាន សានីនាងស្រឡាញ់ខ្ញុំទេ ស្រឡាញ់តា ហើយស្រឡាញ់ខ្ញុំត្រង់ណា ស្រឡាញ់ត្រង់ស្រឡាញ់ត្រង់ថាជាមួយលោកនោះអី យើងទឿនឲ្យហើយណាថ្ងៃនេះជាថ្ងៃខួបកំណើតប្រធានឈិនកុំធ្វើឲ្យយើងក្តៅក្រហាយអសោះលោកតាអំប្រុសអំស្រីអូលោកម្ចាស់សូមជួយ ឡំសំជួយ អញ្ចឹង
ลือថាពួកលោកទទួលបានការងាររបស់ស៊ីងហុងចូលរួមតែអផងណា ការងារនេះសាននេះជាអ្នកចូលមកបានទីទើបតែចូលក្រុមហ៊ុនមិនបានប្រមាណក៏រៀនសូត្របានច្រើនហើយ អូក្មេងសម័យនេះណាពិតជាប្រកែកណាស់ដោយសារតែលោកជាភាពបានល្អ អត់ទេ លោកមើលអីហ្នឹង យើងមើលអីក៏មិនមែនជារឿងរបស់នាងដែរ មើលឲ្យបានអីចង់ដេកជាមួយនាងមែនទេ ហេតុអីជាមិនហ៊ាននោះ អញ្ចឹងលោកសាកមើលទៅលោកដឹងទេណានសានីអ្នកណាក៏ដឹងថានាងមនុស្សគំនិតចាស់បុរាណបើលោកហ៊ានដេកជាមួយនឹងនាងនាងប្រកាសជាស្រឡាញ់លោកអស់ពីបេះដូងមិនខានគ្មានថ្ងៃបដូរចិត្តអស់មួយជីវិតសួស្តីអ្នកនាងមានភេសជ្ជៈអ្នកនាងចំណែកមែនខ្ញុំមិនបានកំងទេហេតុអីក៏យកមកឲ្យខ្ញុំអ្នកនាងមិនស្រួលខ្លួនទេខ្ញុំនាំអ្នកនាងទៅសម្រាប់ល្អជាងនៅក្នុងសន្តាគារក៏មានពេទ្យដែរមកណានសានីគ្រប់យ៉ាងដែលកាត់ឡើងថ្ងៃនេះព្រោះតែនាងធ្វើខ្លួនឯងទាំងអស់ណានសានី10នាទីទៀតនាងនឹងបានភ្លក់រសជាតិឈឺចាប់ដែលខ្ញុំធ្លាប់បានទទួលហើយសូមអភ័យទោសលេខទូរស័ព្ទដែលលោកអ្នកកំពុងហាងមិនអាចទាក់ទងបានទេនៅពេលនេះអ្នកនាងណាមកដល់ហើយបន្ទប់នេះមែនទេគឺចាស់បន្ទប់នេះហើយឆាប់ចេញទៅ មកហើយសាននេះឈួតទេអី អញនេះចាប់អារម្មណ៍យើងខ្លាំងណាស់មែនទេ អត់ទេមិនមែនទេអត់ទេ ជួយផងជួយ សាច់អញណាគេជួយ ខ្ញុំសប ខ្ញុំចាំណា ណានសាននេះខ្ញុំខុសហើយ បើអញហ៊ានយកភ្នែកស្នុករងមកសម្លឹងមើលយើងទៀតលើកតើយើងប្រកាសជាខ្វេះភ្នែកអញចឹង សានី ជួយផងសម្បជួយ ឯងមែនទេ ជួយចាប់គាត់ហើយ ឯងក៏ភ្លេចមកហើយ ចុះភ្លេចគាត់ណែថាណានសានីនៅជាមួយទូចៅនេះមានរឿងអីហ្នឹង លោកប៉ានេះមានរឿងស្អីអ្នកណាធ្វើ គឺខ្ញុំ អ្នកប្រុសទី3ហើហេតុអីក៏លោកនៅទីនេះ គ្រាន់តែឆ្លងកាត់មកទី អ្នកប្រុសទី3ហើមានអ្វីនិយាយគ្នាតាមស្រួលទៅហេតុអីចាំបាច់ប្រើដៃប្រើជើង ខ្ញុំនិយាយតាមស្រួលប៉ុន្តែកូនប្រុសលោកមិនស្ដាប់ទេគេចង់ប្រឡងជាមួយខ្ញុំមែនទេទូយ៉ាង អ្នកប្រុសទី3ហើជាមនុស្សនិយាយត្រង់ទៅត្រង់មកបើមានការយល់ច្រឡំអញ្ចឹងរឿងនឹងបញ្ចប់ត្រឹមនឹងទៅ បានតា ណានសានីមិនបាននាំទៅបន្ទប់ទូចៅទេហ៎លោកប្រុសហើយទី3មកបានយ៉ាងម៉េច សានីងហេតុអីបានជានៅទីនេះ លោកតាអបអញមិញខ្ញុំមិនស្រួលខ្លួនទៅចាំមកបានបន្ទប់សម្រាប់តែពេលដែលឡើងមកដល់ក៏មានលឺសំឡេងទៅបានជាមកមើលទៅ បានហើយពិធីជប់លៀងថ្ងៃនេះចិត្តបញ្ចប់ទៅហើយត្រឡប់ទៅផ្ទះវិញទៅ លោកតាខ្ញុំរកទូរស័ព្ទមិនទាន់ឃើញទេទាំងអស់គ្នាទៅមុនសិនទៅចាំខ្ញុំទៅតាមក្រោយ បាទរកឃើញហើយប្រញាប់ត្រឡប់ទៅផ្ទះណា ថ្ងៃនេះអរគុណហើយដែលប្រញាប់មក មកឬក៏អត់ក៏នេះចាត់ការខ្លួនឯងបាន គេឧស្សាហ៍ធ្វើរឿងបែបនេះច្រើនហើយបើខ្ញុំមិនបដាគេថ្ងៃក្រោយប្រកាសជាខ្លាំងជាងនេះ
ម្យ៉ាងវិញទៀតខ្ញុំត្រៀមខ្លួនរួចរាល់បានយ៉ាងល្អតែក្រោយឆ្មាដាក់ថ្នាំខ្ញុំមិនបានផឹកទេគ្រាន់តែយកមកទៅប៉ះប៉ុណ្ណោះ បានសិនជាផ្លោះគ្នានោះនាងមានគិតដល់ខ្ញុំខ្លះទេហ៎ ចាំលើក្រោយខ្ញុំនឹងប្រាប់លោកណា ចាំទុកថានាងនៅជាមួយខ្ញុំចុះមើលតែនាងដូចជាចូលចិត្តស្ទបរីមែនទេអាឡូនិយាយមក លោកប្រធានអាចត្រឡប់មកផ្ទះវិញបានទេ លោកមកដល់យូរហើយឯង អត់ទេទៅតែម្ដង អញ្ចឹងទៅអេ ហឹម ទៅត្រូវនឹងអីមកហ្នឹង បើធ្វើអើយត្រូវលោកប៉ាបដានចេញទៅត្រឹមនោះ ព្រោះតែរឿងទូយ៉ាងមែនទេ ប្រហែលជាអញ្ចឹងឯងបើលោកប៉ាមិនអាចអធិប្បាយទៅកោទូប្រកបជាបាក់មុខជាមិនខានអារឿងបែបនេះខ្ញុំស្លាប់អស់ហើយ ឆ្នាំនេះលេបមួយថ្ងៃ3ដងលេប2ថ្ងៃទៅធូរហើយនៅស្អីណា ការវាយលើកនេះមិនមែនជារឿងអស់ប្រយោជន៍ទេ ធ្វើឲ្យលោកឈឺដែរទេ អត់ទេ បើសិនឈឺប្រាប់បានណា តែឥឡូវនេះឈឺខ្លាំងណាស់ តែខ្ញុំមិនទាន់បានប៉ះទេ បានថាតែឈឺហើយ ពិតជាឌឺមែនភាពជោគជ័យទាំងពីរក្រុមហ៊ុននេះខុសគ្នាខ្លាំងណាស់ពួកយើងមិនបានដេកមកច្រើនថ្ងៃនេះហើយពួកយើងបានជោគជ័យហើយ បានដេកឡើយទេ សាច់ វ៉ាវ គ្រប់គ្នាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងចូលមកកាត់តំណែងអ្នកគ្រប់គ្រងផលិតផលខ្ញុំសូមណែនាំខ្លួនម្ដងទៀតខ្ញុំតកូនណានឈ្មោះថាណានសានីង ឡណាអ្នកគ្រប់គ្រងណា អ្នកដឹកនាំក្រុមខ្ញុំទៅចូលមកទទួលតំណែងនៅមានចំណុចដែលមិនទាន់យល់សូមលោកជួយប្រាប់ផង មិនហ៊ានទេមិនហ៊ានទេ ការដេញខ្លាំងរបស់គឺរួយបានជោគជ័យហើយជាជំហានដ៏សំខាន់ការព្យាយាមរបស់អ្នកគ្រប់គ្នាអ្នកណាក៏ដឹងពីពេលនេះទៅពួកយើងតស៊ូជាមួយគ្នាដើម្បីទទួលជោគជ័យកាន់តែច្រើនល្អខ្លាំងណាស់លោកតា សានីងក្រុមការរបស់គឺរុយតើឯងបានមកយ៉ាងម៉េច បានឯការដេញខ្លាំងធម្មតាខែនេះខ្ញុំនឹងកូនក្រុមធ្វើការរហូតមិនបានដេញមិនបានពួនលោកតាក៏ឃើញដែរ លើហ៊ានកុហកទៀតឃើញច្បាស់ណាស់ថាឯងយកអាចកំបាំងផលិតផលជឿរួយដើម្បីឲ្យពួកគេប្រគល់ការងារឲ្យឯងឯងនៅហ៊ានកុហកទៀត លោកប៉ានិយាយរឿងអីខ្ញុំស្ដាប់មិនយល់ទេ ឯងធ្វើជាមិនដឹងយើងបានតែនឹករួចហើយគឺរួចទទួលអាចកំបាំងពីផលិតផលរបស់យើងកំពុងតែរៀបចំរំលុកក្នុងដំណៃពួកសំណាងល្អណាស់ដែលដឹងតាន់មុនខ្ញុំប្រាលួចច្រើនណាស់តម្រាំទិញបានផលិតផលមកវិញឯងនៅដោះសារទៀត អញ្ចឹងមានន័យថាមានមនុស្សនៅក្នុងក្រុមហ៊ុនយកផែនការរបស់យើងទៅលក់អ្នកដែលចូលដល់ផែនការផលិតធំបានក៏មិនមែនមានតែខ្ញុំម្នាក់ទេត្រូវទេ បើមិនមែនឯងជឿណាដើម្បីស្រវេសបាដល់កំពូលដល់ថ្នាក់បាត់បង់ស្មារតីលួចក្បត់ត្រកូលរបស់យើង សានីងខ្ញុំឲ្យភាពសំខាន់ទៅឯងមិននឹកស្មានថាឯងធ្វើរឿងបែបនេះចេញមកបាន ខ្ញុំធ្លាប់ប្រាប់ហើយថាគ្មានម្នាក់នេះពិតជាលោកលុនណាស់គេប្រាគ្រប់របបកលគួរតែដេញចេញពីក្រុមហ៊ុនរបស់យើងហើយឲ្យគេរៀបការចេញទៅកុំឲ្យគេមកបង្កើតភាពរញ៉េរញ៉ៃទៀត លោកប៉ាការប៉ັດទៅបងស្រីចង់រៀបការយូរហើយនេះគឺរូបភាពចេញពីការរ៉ាសវត្ថិភាពឃើញថាឡានរែងរវើមួយគ្រឿងនេះជួយបងស្រីត្រឡប់មកវិញរហូតការដែលបងស្រីព្យាយាមលាក់ដោយសារមនុស្សប្រុសមិនគួរឲ្យអួតទេណារែងរវើមួយគ្រឿងគ្រាន់តែ3សាន់យន់មិនចាំបាច់គិតក៏ដឹងថាមិនមែនមកពីឋានៈខ្ពង់ខ្ពស់ដែរ ចារឹកក៏អឺក៏តំដូចឯងនេះបើគ្រួសារគេមានមុខមានមាត់នោះគេមិនចាប់អារម្មណ៍ជាមួយឯងទេ សានីងនាងធ្វើឲ្យយើងខកបំណងខ្លាំងណាស់ ខ្ញុំមិនមែនអ្នកលក់អាចទៅបានក្រុមហ៊ុនទេលោកតាខ្ញុំសុំពេល2ថ្ងៃខ្ញុំនឹងរកចម្លើយឲ្យ លោកប៉ាខ្ញុំទៅជួបអតិថិជនសិន លោកនេះណាចាំខ្ញុំទៅរកហាស៊ី យ៉ាងម៉េចហ្នឹង គឺនឹកលោកនឹងហើយថាខ្ញុំមក អ្នកសុំទៅផង លោកប្រធានទុំជឿ មានរឿងអីចង់ជួបខ្ញុំពេលនេះរឿងលើកមុនលុយគ្រប់គ្រាន់អស់ហើយតើរវាងពួកយើងគ្មានរឿងអីត្រូវជួបគ្នាទៀតទេ ពួកយើងបានលួចគ្រប់មែនប៉ុន្តែលោកប្រធានបានភ្លេចលក្ខខណ្ឌរបស់យើងហើយរឿងអាត់កបាំងដែលពួកយើងដឹងហាមមិនឲ្យអ្នកណាដឹងជាដាច់ខាត គឺថាខ្ញុំទំនេរខ្លាំងណាស់មែនទេ កូនស្រីរបស់ខ្ញុំម្នាក់នេះគេគឺជាភ្ញៀវរបស់អ្នកស្រីហឺគាត់ចូលចិត្តឲ្យនាងលេងភ្លេងទើបបានមានតំណែងតំណងជាមួយគ្នាពេញទួចកុំបារម្ភអីបើត្រកូលហឺចេញមុខក៏ត្រូវតែធ្វើបានដែរ ថាហើយអញ្ចឹងតើបានជានៅមិនសងការពិតគឺមកដើម្បីបាត់មាត់មែនទេប្រធានណាន់ខ្ញុំមិនអាចធ្វើរឿងលឺលួសទៅលើត្រកូលហឺបានទេបើត្រកូលហឺចេញមុខខ្ញុំ
ត្រូវតែនិយាយហើយ លោកប្រធានប្រាប់ពីតម្លៃបិទមាត់របស់លោកថ្លៃប៉ុន្មានរឿងតម្លៃនេះយើងអាចចរចាគ្នាបាន ការមានរឿងជាមួយត្រកូលហឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់បើចង់ឲ្យបាត់មាត់នោះឲ្យទៀបជាងនេះមិនបានទេបើមិនអញ្ចឹងខ្ញុំមិនទទួលភាពប្រថុយមួយនេះទេ បាន ល្អណាស់ ស្មោះត្រង់ដល់ថ្នាក់នេះទុកចិត្តចោះអាចកំបាំងត្រកូលណាន់គឺជាអ្នកនាងខំត្រកូលណាន់ជាអ្នកបើកបង្ហាញលោកមិនអាចពាក់ព័ន្ធសំបីតែបន្តិច អរគុណប្រធានកើ ប្រធានណាន់កូនស្រីរបស់លោកត្រូវការជួបលោកខ្ញុំទៅសិនហើយ ឲ្យនេះចូលមក បាទ លោកប៉ាមកទីនេះធ្វើអី យើងមកជួបអតិថិជនត្រូវការប្រាប់នាងដែរ មកជួបអតិថិជនឬមួយមកជួបប្រធានកើទៅ នាងនិយាយស្អីជាមួយប្រធានកើមិនពាក់ព័ន្ធស្អីជាមួយយើងទេ ការមានរឿងជាមួយត្រកូលហឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់បើចង់ឲ្យបាត់មាត់នោះឲ្យទៀបជាងនេះមិនបានទេបើមិនអញ្ចឹងខ្ញុំមិនព្រមទទួលភាពប្រថុយប្រឋានមួយនេះនោះទេ នាងលួចថតសម្លេងបានទេ មិនបានដាក់នៅទីនេះទេតែដាក់នៅចុកខ្លួនទៅវិញតែ ហ៊ុយ អូនណែសំទោស នាងពិតជាហ៊ានខ្លាំងណាស់ លោកប៉ាទុកចិត្តចុះចាំណាលោកប៉ាក៏ជាប៉ារបស់ខ្ញុំខ្ញុំនឹងដល់តំណែងខ្លះដែរចាំច្រើនក៏យកទៅបាក់នៅមុខលោកតាឲ្យលោកតាអ្នកសម្រាប់ ណានសាននាងត្រូវការស្អីទៅ ខ្ញុំត្រូវការអំណាចការគ្រប់គ្រងហើយនឹងភាគហ៊ុនទាំងអស់ដែលនៅក្នុងដៃរបស់លោកប៉ា ដេញយល់សោះទៅ បើលោកតាដឹងថាប៉ាលួចតាក់ទងជាមួយនឹងគឺរុយទម្លាយអាចកំបាញ់ក្រុមហ៊ុនកំថាឲ្យភាគហ៊ុនក្នុងដៃលោកប៉ាប្រកាសជាត្រូវបណ្ដឹងចេញពីតកូលមិនខានចាំណាលោកតាក៏នៅមានកូនផ្សេងទៀតលោកពូទី2អ្នកមីងខ្វះមនុស្សសាងរឿងដូចជាលោកប៉ាម្នាក់លោកតាក៏នៅតែមានអ្នកស្នងតំណែងបន្តបាន នាងបើយើងត្រូវបណ្ដេញចេញនាងក៏ថាខ្លួនឯងនេះខ្លួនមែនទេឯងឆ្កូលស្រីរបស់យើងគិតថាលោកប៉ាមិនបណ្ដេញនាងចេញដូចគ្នាទេ អញ្ចឹងព្រមឲ្យបណ្ដឹងចេញតែម្ដងទេតាមឡៃខ្ញុំក៏ត្រូវគេបណ្ដឹងចេញទៅហើយបែបនេះក៏ល្អដែរប៉ាបងប្អូនក៏បាននៅជាមួយគ្នាហើយបាននៅជួបជុំគ្នាក៏ល្អដែរតែ ឯងកំពុងតែលីកកំផែងស្អី លោកប៉ាគឺជាអ្នកចាប់ដែរមុនណា យើងព្រមក៏បាន អញ្ចឹងរឿងបង្ហាញអត្តបង្គជួយអធិប្បាយជំនួសខ្ញុំផង អ្នកនាងត្រកូលលីងទើបតែត្រឡប់មកពីបរទេសការភ្ជាប់ពាក្យរវាងអ្នកនាងនិងត្រកូលហឺកំពុងតែនិយាយគ្នាបើវិធីការត្រូវបានកំណត់នាងក៏មិនត្រូវចូលខ្លួនទៅពាក់ព័ន្ធដែរបច្ចាត់ជនទី3ធ្វើឲ្យអាប់អោនត្រកូល នេះគឺជារឿងរបស់ខ្ញុំមិនពាក់ព័ន្ធជាមួយលោកប៉ាទេ លោកប៉ាខ្ញុំមិនបានគិតពិតមែនថាវាងដងគេធ្វើបែបនេះគេរួមដៃជាមួយនឹងគេរុយធ្វើឲ្យអត្តមក្រុមហ៊ុនរបស់យើងបែកធ្លាយដើម្បីទៅលុយហ៊ានក្បត់ជាមួយនឹងណានស៊ីគ្រប់ហើយហ៊ានទម្លាក់កំហុសឲ្យសាន់នាងទៀត អ្នកគ្រប់គ្រងវាងធ្វើការជាមួយយើងយូរហើយជាមនុស្សម៉ត់ចត់គេអាចจะធ្វើរឿងបែបនេះបាន ពិតជាប្រហើនខ្លាំងណាស់វាងទុំម្នាក់នេះត្រូវតែដាក់ទោសធ្ងន់ធ្ងរសម្រាប់ទុកជាគំរូ លោកប៉ារឿងនេះទុកឲ្យខ្ញុំចាត់ការខ្លួនឯងចុះ ព្រះហើយប៊ីនឹងជួយច្រឡំសាននីងខុសទៅហើយយើងដឹងស្រាប់ហើយថាក្មេងដូចជាឯងតឹងរឹងនឹងច្បាប់ទម្លាប់រហូតមកគ្មានថ្ងៃធ្វើបែបនេះទេ សំត្រឹមតែការពិតត្រូវបានដាក់ចំហដាក់ទោសមនុស្សអាក្រក់បានខ្ញុំក៏លេងអីហើយត្រូវទេលោកប៉ា ក្មេងល្អ ម្ដងនេះធ្វើឲ្យសាន់នាងលំបាកហើយនាងអាចដណ្ដើមការងារធំទាំងពីរសមត្ថភាពរបស់នាងលេចធ្លោខ្ញុំចង់ឲ្យនាងមើលថែគម្រោងការផលិតផលជំរឿនដ៏ល្អបំផុតហើយក្រុមហ៊ុនទាំងអស់ទុកឲ្យនាងមើលចុះហើយខ្ញុំត្រឡប់ទៅមើលការខុសត្រូវថ្នាក់ក្រោមចុះ លោកប៉ាឈួតហើយមែនទេបកគោលភាគហ៊ុនទាំងអស់ឲ្យធានាហើយចាប់ខ្ញុំវិញ លោកប៉ាខ្ញុំទៅវិញទេជាអ្នកស្នងត្រកូល ពួកឯងទាំងពីរនេះមួយថ្ងៃបង្កតែរឿងគ្រាន់តែការមិនបង្ករឿងចាត់ទុកថាល្អទៅហើយ បានហើយតាមនឹងទៅអញ្ចឹងសាននីងជាមនុស្សមានសមត្ថភាពក្រុមការធំតូចនាងមើលថែណានស៊ីគ្រប់យើងប្រកាសជាឡើងមួយកម្រិតទៀតជាមិនខាននោះទេ អរគុណលោកប៉ានិងលោកប៉ាដែលជឿទុកចិត្តខ្ញុំនឹងមិនធ្វើខកបំណងចិត្តខាត ប្រធានសៀវណាន ប្រធានសៀវណានរសជាតិអំណាចពិតជាពិសេសមែនជលកែវហើយចូលរួមត្រេកអរជាមួយនឹងប្រធានសៀវណានចាប់ពីពេលនេះទៅខ្ញុំត្រូវពឹងពាក់អញហើយអ្នកតែខ្ញុំចាប់ខ្ញុំរៀបការតែខ្ញុំមិនពេញចិត្តខ្ញុំនឹងគិតចេញពីផ្ទះអញកុំភ្លេចទទួលខ្ញុំផងណាគ្មានបញ្ហាទេចាំខ្ញុំជាអ្នកចាំនឹងខ្លួនឯងមានពិតជាតកែផ្ដាច់ការណាផឹកដើម្បីអនាគតជលកែវមក Alo នាងណែណា នៅសានសិតក្លាប់សាន់នីងផាក់បន្តទៀតអើយប៉ណ្ណឹងបានហើយអញផាក់ច្រើនហើយចាំខ្ញុំជូនទៅណាតោះយើងទៅ
អូជូនជីងយិនទៅហើយមែនទេ ខ្ញុំដឹងថាលោកប្រកាសជាមក ខ្ញុំមិនបានប្រាប់ថាមកទេតោះប្រធានស៊ីណានទៅកន្លែងមួយជាមួយគ្នាទៅយ៉ាងម៉េចដែរចូលចិត្តទេ ចូលចិត្តតាខ្ញុំចង់ទិញមួយខ្នងដែរ ទីនេះខ្ញុំទិញសម្រាប់នាងនេះគឺជារបស់ខ្ញុំឲ្យនេះហើយខ្លួនរបស់ខ្ញុំក៏ជារបស់នាងទៀត ហើស៊ឺអ៊ីបាច់នេះទើបខ្លាចជារបស់ខ្ញុំ